ស្ដាប់ទៅវាហាក់ប្លែកពីព្រោះតាំងពីចំនួនដូនតាមកមិនដែលមានអ្នកណាម្នាក់និយាយរឿងដ៏ចម្លែកនិងពុំធ្លាប់មាននេះប្រាប់មកកូនចៅចំនួនក្រោយបានសន្តាប់នោះឡើយហេតុដូច្នេះហើយទើប Red Novel និទានរឿងលើកយកសាច់រឿងដ៏គួរឲ្យចម្លែកនិងរន្ធត់តក់ស្លុតមួយនេះមកបរិយាយអធិប្បាយបន្លាយសេចក្តីជូនបងប្អូនជនរួមជាតិស្ដាប់កាយកំសាន្តព្រឹកប្រហៀមព្រះតនគរកំពុងបញ្ចេញអានុភាពពន្លឺរស្មីបំភ្លឺពិភពលោកទាំងមូលកម្ដៅដែលសាយភាយចេញពីពន្លឺថ្ងៃបានកំពុងក្របដណ្ដប់ព្រឹត្តិពីរឲ្យក្ដៅស្អុះស្អាប់ហប់ខ្យល់ម្ដងបន្តិចជាហេតុធ្វើឲ្យសពសត្វលោកទាំងមូលទទួលរងនៅភាពក្ដៅក្រហល់ក្រហាយធុញថប់អារម្មណ៍ចង់តែរត់គេចពីភពផែនដីមួយនេះជាខ្លាំងរុក្ខជាតិស្វិតក្រៀមស្រពោនក្រញែងក្រញងត្បិតព្រះអង្គម្ចាស់ព្រះភិរុណមិនព្រមយាងសួរសុខទុក្ខព្រះធរណីបន្តិចសោះមនុស្សសត្វធ្វើឲ្យត្បិតកំពុងស្ថិតក្នុងមលុបក៏ពិតមែនក៏ប៉ុន្តែក៏នៅមានការបែកញើសស្ងួតស្បែកហើយព្យាយាមរួលត្បុលទៅកន្លែងមានភាពត្រជាក់ជានិច្ចបើងាកក្រឡេកមើលមកកាន់ភូមិឋានមួយនេះវិញគឺឃើញថាដើមចេកដើមស្វាយដើមល្ហុងកំពុងមានសភាពក្រៀមផ្អែសស្វិតចុងតោងទន់ករោគតែនឹងស្លាប់រីឯសត្វធាតុជ្រូកគោក្របីមាន់ទាគឺឃើញថាដើរជិះប្រូចជ្រៀតចូលគ្នាម្ដុំមានមលុបហើយហត់ដង្ហក់លៀនអណ្ដាតខ្លាចព្រួយជាមួយពន្លឺថ្ងៃជាខ្លាំងដោយឡែកមនុស្សវិញគឺបាននឹងកំពុងឈរក្រោមម្លប់ត្នោតម្លប់ដូងនិងដើមឈើងាប់ដោយម្នាក់មានការរអ៊ូរទាំយ៉ាងដូចនេះថាក្តៅណាស់ក្តៅម៉ាយវាហើយយីក្តៅអីក្តៅម្លេះណរីឯអ្នកខ្លះទៀតក៏ជេរប្រតិចថាចុះមេឃម៉ែវានឹងអីក៏ក្តៅម្លេះថ្ងៃហ្នឹងតែទោះបីជាយ៉ាងណាអ្នកភូមិអ្នកស្រុកមានការក្តៅក្រហល់ក្រហាយនិងស្រែកជេរបញ្ចោយ៉ាងនេះក្តីក៏ព្រះអាទិត្យហាក់ធ្វើជាមិនដឹងមិនឮរួចថែមទាំងលៀនអណ្ដាតនិងបញ្ចេញចង្កូមពីលើអាកាសមកវិញដោយមិនខ្លាចរអាពីសំណាក់មនុស្សលោកបន្តិចសោះស្របពេលនោះដែរដោយខឹងក្តៅក្រហាយជាមួយអាកាសធាតុពោពេញដោយកម្ដៅពីសំណាក់ព្រះអាទិត្យអំសក់ដែលជាអ្នកភូមិម្នាក់ក៏បាននិយាយទៅកាន់អ្នករាល់គ្នាដែលកំពុងស្ថិតក្រោមម្លប់ដូចគ្នាបងប្អូនទាំងអស់គ្នាទាំងឡាយអើយតើពួកយើងនៅពួនសងំឲ្យព្រះអាទិត្យចង្រៃនឹងបញ្ចេញកម្ដៅបំផ្លាញពួកយើងដល់ណាទៀតពួកយើងល្មមជំរះបញ្ជីជាមួយវាម្ដងហើយតើបងប្អូនយល់យ៉ាងណាដែររំពេចភ្លាមនោះគ្មានអ្នកភូមិណាម្នាក់ហ៊ានជំទាស់ឬបដិសេធជាមួយអំសក់នោះឡើយត្បិតគាត់គឺជាមេភូមិក្នុងភូមិនេះភ្លាមនោះពូផលដែលជាមេតំបន់ប្រចាំភូមិគាត់ក៏សួរទៅមេភូមិសក់ថាតើពួកយើងគួរតែធ្វើបែបណាចំពោះព្រះអាទិត្យចង្រៃមួយនេះទៅមេភូមិសក់ធ្វើទឹកមុខមុំទាំងបែកញើសជោកថ្ងាសរួចក៏និយាយទៅកាន់ពូផលភ្លាមថាដើម្បីឲ្យព្រះអាទិត្យក្តៅរលាយបាត់ពីលើលោកនេះពួកយើងមានតែដុតចិញ្ច្រាំងស្រែក្រោយភូមិរបស់ពួកយើងទេដោយមិនមានអ្នកគិតវែងឆ្ងាយជ្រៅជ្រះអំពីគោលបំណងនេះពូផលនិងអ្នកភូមិផ្សេងទៀតក៏ស្រោះស្រួលគ្នាជាឯកច្ឆន្ទដើម្បីដុតគល់កញ្ច្រាំងស្រូវយកភ្លើងផ្សែងដុតកំទេចកំឡោចព្រះអាទិត្យទុកជាការសងសឹកបន្ទាប់មកមេភូមិសក់ពូផលមេតំបន់
ក៏ដឹកនាំអ្នកភូមិទៅវាលស្រែក្រោយភូមិដើម្បីដុតភ្លើងទន្ទឹមពេលជាមួយគ្នានោះដែរក្រុមគ្រួសារនៃអ្នកផ្ទះមួយដែលមានទីលំនៅម្ដុំផ្លូវរទេះគោក្បែរនោះដែរនោះក៏ភ្ញាក់ស្រឡាំងកាំងរត់ទៅមើលនៅក្រោយផ្ទះរបស់ពួកគេទាំងទឹកមុខភ័យស្លន់ស្លោនិភាពដែលជាមេគ្រួសារបានលន់មាត់ទាំងឆ្ងល់និយាយតែម្នាក់ឯងថាតើពួកអ្នកភូមិនាំគ្នាទៅធ្វើអ្វីហ្នឹងមានគ្នាច្រើនម្ល៉េះពេលនោះអាភ័ណ្ឌដែលជាកូនដែលនៅមុននេះវាបានចូលទៅស្ដាប់អ្នកភូមិពិភាក្សាគ្នាដែរនោះវាក៏បានប្រាប់ឪពុកវាយ៉ាងដូចនេះថាមុននេះខ្ញុំឮពួកគាត់ជំនុំគ្នាថាទៅដុតចិញ្ច្រាំងស្រែយកភ្លើងផ្សែងដុតបំផ្លាញព្រះអាទិត្យខ្ញុំឆ្ងល់ណាស់ពុកតើអាចទៅរួចដែរអីបើព្រះអាទិត្យនៅខ្ពស់សឹងអីហើយណារំពេចនោះនិភាពក៏ក្រវីក្បាលដោយពំយល់ដូចគ្នាដែរបើកូនឯងសួរពុកឲ្យពុកទៅសួរអ្នកណាបើពុកកំពុងតែឆ្ងល់ដែរហ្នឹងពេលនោះឆូវីដែលជាប្រពន្ធនិភាពនាងក៏លន់មកថាខ្ញុំមិននឹកស្មានថាអ្នកភូមិយើងឆោតល្ងងអីចឹងសោះបើថាអ្នកភូមិពួកគាត់ល្ងងព្រោះរៀនសូត្របានតិចតួចរួចចោះអ្នកភូមិរួចចុះមេភូមិសក់និងមេតំបន់ផលឯណោះសុទ្ធតែអ្នកចេះអ្នកដឹងមិនក៏ទៅជាអីចឹងដែរលើប្រពន្ធមានប្រសាសន៍យ៉ាងដូចនេះនិភាពក៏ក្រវីក្បាលដកដង្ហើមធំបានបន្តិចគាត់ក៏មានវាចាមកថាខ្ញុំមិនដឹងជានិយាយយ៉ាងម៉េចទេពេលនេះម៉ែវាអាកាសធាតុក្តៅបែបនេះគួរតែនាំគ្នាដាំកូនឈើស្រោចទឹកដំណាំដែលមាននៅក្នុងភូមិដើម្បីកាត់បន្ថយកម្ដៅតែនេះបែរជានាំគ្នាភ្លឺទៅយកសាំងចាក់លើភ្លើងទៅវិញចាំមើលថាព្រះអាទិត្យវិនាសឬក៏មនុស្សជាអ្នកវិនាសនិយាយរួចនិភាពក៏នាំប្រពន្ធកូនត្រឡប់ចូលផ្ទះវិញនិងដងទឹកពីក្នុងអណ្ដូងលូក្បែរផ្ទះដើម្បីយកមកស្រោចស្រពផលដំណាំរបស់គាត់មើលទៅនៅជុំវិញផ្ទះនិភាពហាក់ពុំមានកន្លែងណាដីសល់ទំនេរសោះមើលទៅគឺពោពេញដោយដំណាំបន្លែបង្ការសឹងតែគ្រប់មុខហេតុអីចឹងហើយទើបបានជានៅម្ដុំដីនៃគេហដ្ឋានរបស់គាត់មានបរិយាកាសត្រជាក់គួរឲ្យចង់រស់នៅថ្លាថ្លែងអំពីពួកអ្នកភូមិនៅខណៈនេះពួកគេម្នាក់ដើរផងរត់ផងសម្ដៅវាលស្រែដែលមានចិញ្ច្រាំងក្រាស់រួចក៏យកដេកកេះអុចដុតដោយសារកម្ដៅពីព្រះអាទិត្យបុកមកខ្លាំងពេកទើបធ្វើឲ្យរបស់ស្វិតក្រៀមនៅលើដីឆាបឆេះយ៉ាងងាយស្រួលរំពេចភ្លាមនោះភ្លើងក៏កាន់ថែឆេះសន្ធោសន្ធៅនិងប្រមូលផ្ដុំពូនជាផ្សែងហោះត្រសែតឆ្ពោះទៅលើមេឃសម្ដៅព្រះអាទិត្យដែលកំពុងមានពន្លឺក្រហមច្រាលប្រៀបដូចជាឈាមមើលទៅហាក់ដូចជាក្រោតខឹងជាមួយពួកគេជាទីបំផុតមេភូមិសក់មេតំបន់ផលឡើងមកលើទួលដំបូកក្រោមម្លប់ឫស្សីស្វិតក្រៀមសោះក៏ក្រោះរួចមេភូមិក៏និយាយយ៉ាងអំនួតថាតែប៉ុណ្ណេះព្រះអាទិត្យចង្រៃច្បាស់ជារលាយជាក់ជាពុំខានរួចពេលនោះអ្នកភូមិក៏ឈរច្រត់ចង្កេះជេរប្រតិចផ្ដាសាយ៉ាងដំណំទៅកាន់ព្រះអាទិត្យដែលកំពុងតែខ្មើតចេញជង្គង់បន្តិចចេញភ្នែកបន្តិចហាក់ដូចជាកំពុងខឹងខ្លាំងក្លាបំផុតរំពេចភ្លាមនោះផ្សែងអណ្ដាតភ្លើងដ៏ក្តៅរលរាលនិងខ្មៅអាប់ក៏ហោះលាបត្របាក់ព្រះអាទិត្យដ៏កំណាចខណៈនោះព្រះអាទិត្យក៏ចាប់ផ្ដើមងងឹតបន្តិចម្ដងរហូតងងឹតមេឃមួយទាំងមូលយ៉ាងមិនគួរឲ្យជឿមេតំបន់ផលបានស្រែកជ័យខោប្រាប់ទៅកាន់អ្នកភូមិទាំងអស់គ្នាស្របពេលអ្នកភូមិទាំងអស់គ្នាក៏ស្រែកហូសប្បាយបន្ទាប់គ្នាយ៉ាងអើងកងពីព្រោះពួកគេគិតថា
ព្រះអាទិត្យបានចាញ់ប្រៀបពួកគេទាំងអស់គ្នាហើយទន្ទឹមនឹងនោះដែរផ្គររន្ទះក៏លឺលាន់កងរំពងពេញអាកាសពពកហោះត្រសែតពាសពេញផ្ទៃវេហាទាំងមូលបណ្ដាលឲ្យភពផែនធរណីងងឹតដូចយប់ក្រោយពីបានរូបរាងព្រះអាទិត្យគ្រប់យ៉ាងនៅលើមេឃគឺងងឹតសុនសង់រំពេចនោះអ្នកភូមិគ្រប់គ្នាក៏ចាប់ផ្ដើមភ្ញាក់ផ្អើលនឹងបាតុភូតនេះមេភូមិសុកបានអះអាងថាមានអីបើងងឹតបែបនេះរហូតក៏ល្អមួយយ៉ាងដែរស្រួលមិនពិបាកក្តៅផងប៉ុន្តែបើមេយប់រហូតបែបនេះមនុស្សសត្វលោកយើងនឹងពិបាករស់រានដែរណាបងគិតទៅបើយើងរស់នៅក្នុងសភាពយប់រហូតយ៉ាងនេះនោះយើងនឹងពុំមានពេលចេញទៅរកស៊ីអ្វីដែរហើយសត្វធាតុនិងមនុស្សក៏ពិបាករស់ដំណាំច្បាស់ជារលួយនិងមិនលូតលាស់ដែរមេតំបន់ផលអធិប្បាយយ៉ាងសមហេតុផលក៏ប៉ុន្តែទង្វើនៅមុននេះវាបានធ្វើទៅមុនការគិតឃើញទៅហើយទោះជាចង់បកក្រោយក៏ពុំអាចទៅរួចដែរពីព្រោះព្រះអាទិត្យបានបាត់ស្រមោលពីគន្លងគោចររបស់វាបាត់ទៅហើយមួយសន្ទុះរូបភាពដ៏ចម្លែកនិងរន្ធត់តក់ស្លុតក៏បានបង្ហាញឲ្យឃើញពីលើមេឃមកជាហេតុនាំឲ្យអ្នកភូមិងាកសម្លឹងទៅមើលរូបភាពដែលកំពុងបង្ហាញពីលើមេឃនោះវាបាននឹងកំពុងលេចចេញនៅចំណុចពណ៌ក្រហមមួយគូតូចប៉ុនផ្កាយហើយវាក៏វិវត្តទៅជាធំម្ដងបន្តិចរហូតមានសន្តានដូចទៅនឹងក្របភ្នែករបស់មនុស្សរីឯនៅផ្នែកខាងក្រោមវិញក៏លេចចេញរូបបបោមាត់ច្រមុះហើយលេចចេញរូបរាងក្បាលមូលថ្លុញនិងមានចលនាមុខមាត់របៀបជាខាងក្រោតក្រោយមករូបភាពនោះក៏ប្រែជាមានវិញ្ញាណរួចសោចមកកាន់អ្នកភូមិក្នុងអត្ថន័យចំអកលក់លេពួកឯងទាំងអស់គ្នាគិតថាយើងវានេះហិនហោចមែនទេពួកឯងគិតខុសហើយឃើញដូច្នេះអ្នកភូមិទាំងអស់គ្នាក៏នាំគ្នារត់ផាសក្រញ៉ាំសម្ដៅចូលភូមិវិញដើម្បីកិច្ចពីរូបរាងព្រះអាទិត្យដែលមានសភាពដូចជាព្រៃបិសាចនោះមេភូមិសុកនិងមេតំបន់ផលនាំគ្នារត់ចែកជើងគ្នាតាមពីក្រោយអ្នកភូមិប៉ុន្តែពេលនោះព្រាយព្រះអាទិត្យក៏ត្របាក់ក្បាលមេភូមិសុកបណ្ដាលឲ្យគាត់ឆាប់ឆេះក្បាលរៀលដាលមកដងខ្លួនលុះបានប្រទះឃើញដូច្នេះមេតំបន់ផលហាក់តក់ស្លុតសុតស្មារតីបើកក្របភ្នែកធំរត់ចេញទៅពួននៅព្រៃក្រោយភូមិមួយកន្លែងដើម្បីបិទបាំងខ្លួនខណៈមេភូមិសុកក៏ឆេះខ្លួនរហូតស្លាប់យ៉ាងអាណោចអាធមរំពេចភ្លាមនោះស្រាប់តែរូបរាងកាយឆេះដែលពោពេញដោយកម្ដៅអាគីដុតកំឡោចនោះក៏ប្រែជាមានដុំខ្ជូងប្រមូលផ្ដុំពេញរាងកាយនិងមានកៅភ្នែកទាំងគូពណ៌ក្រហមមាត់ដោះចេញចង្កូមវែងម្រាមដៃម្រាមជើងក៏ដោះចេញជាក្រចកស្រួចខ្មៅក្បាលត្រងោលខ្មៅបានកំពុងដើរក្នុងជំហានយឺតហាក់ដូចជាកំពុងទៅរកអ្នកណាម្នាក់រូបរាងកាយសាកសពខ្មោចមេភូមិសុកដែលត្រូវវិញ្ញាណព្រាយព្រះអាទិត្យចូលសន្ធិដ្ឋកំពុងដើរសម្ដៅព្រៃម្ដុំដែលមេតំបន់ផលកំពុងពួនសំងំរីឯមេតំបន់ផលគឺព្យាយាមថយក្រោយមកទីកំបាំងដើម្បីថែរក្សាសុវត្ថិភាពក៏ប៉ុន្តែគ្រានោះដៃរបស់ពូផលក៏បានទៅប៉ះជាមួយនឹងអ្នកណាម្នាក់នៅខាងក្រោយដែលមានសភាពរាងកាយពោពេញដោយកម្ដៅភ្លាមរំពេចនោះពូផលក៏ផ្ដើមមានអារម្មណ៍ចម្លែកជាពន់ពេករួចក៏ងាកបែរក្រោយភ្លាមហើយក៏បានឃើញយ៉ាងច្បាស់នៅរូបរាងមេភូមិសុកបានកំពុងសម្លក់ថ្លែមកកាន់គាត់រួចក៏និយាយមកកាន់មេតំបន់ផលភ្លាមថា
តោះអផលទៅលេងភពព្រះអាទិត្យជាមួយអញឯងដឹងទេភពព្រះអាទិត្យសប្បាយខ្លាំងណាស់មេតំបន់ផលភ័យស្លន់ស្លោព្យាយាមរត់គេចពីក្រញាំព្រីព្រះអាទិត្យក៏ប៉ុន្តែมันអាចរត់រួចឡើយត្បិតព្រីកំណាចនោះបានផ្លុំភ្លើងចេញពីមាត់របស់វាព្រោះទៅលើមុខរបស់ពូផលបណ្ដាលឲ្យឆេះរលេះរលួយហើយពេលនោះក្រញាំក្រចកដ៏មានឥទ្ធិពលរបស់វាក៏ចាក់ទម្លុះពោះមេតំបន់ផលឲ្យរយះឆេះខ្ទេចមាត់គ្មានសេះសល់បន្ទាប់មកដួងវិញ្ញាណខ្មោចពូផលក៏คล้ายទៅជាបរិវារនៃព្រាយព្រះអាទិត្យដូចជាខ្មោចមេភូមិសុកផងដែរពេលយប់រំកិលមកដល់ហើយផ្ទៃមេឃនៅតែបិទបាំងដោយភាពខ្មៅងងឹតដដែលត្បិតតាំងពីពេលកើតហេតុមកព្រះអាទិត្យពុំបានរះនៅលើកន្លងគោចរទៀតដែរហើយដូច្នេះហើយទើបបានជាពេលនេះយើងមើលពុំដឹងថាពេលណាជាពេលយប់ពេលណាជាពេលភ្លឺនោះដែរដឹងត្រឹមថាយប់នេះមានពន្លឺភ្លើងហោះចោះហោះឡើងពីពេញមេឃក្រោយមកសន្ធឹកខ្យល់ក៏បោកយ៉ាងខ្លាំងបណ្ដាលឲ្យដំបូលផ្ទះអ្នកភូមិអ្នកស្រុកប៉ើងរប៉ាត់រប៉ាយជាហេតុនាំឲ្យមនុស្សម្នានិងសត្វធាតុផាត់ភ័យបំផុតដោយឡែកនៅឯបរិវេណផ្ទះនិភេបរបស់យើងវិញយប់នេះក្រុមគ្រួសាររបស់គាត់ពិតពុំហ៊ាននៅលើផ្ទះឡើយពីព្រោះខ្លាចខ្យល់បោកបក់ផ្ទះរបស់គាត់រលំដួលនិភេបឆាវីអភ័ណ្ឌក្រុមគ្រួសាររបស់ពួកគេគឺកំពុងមកសំងំនៅក្នុងខ្ទមដែលសាងសង់នៅខាងក្រោយផ្ទះដើម្បីឃ្លាំមើលខ្យល់កន្ត្រាក់និងផ្គររន្ទះដែលកំពុងបញ្ចេញពន្លឺភ្លេចបន្ទោលលាយឡំនឹងខ្យល់ផ្គររន្ទះនៅខាងក្រៅនោះធាតុអាកាសនៅខាងក្រៅហាក់សាហាវព្រៃផ្សៃនិងអាក្រក់អាក្រៃក្រៃលែងណាស់នេះក៏ដោយសារតែទង្វើរបស់អ្នកភូមិដែលនាំគ្នាដុតបំផ្លាញនៅជុំវិញខ្លួនទើបបណ្ដាលឲ្យភ្លើងផ្សែងនិងកម្ដៅក្តៅទៅដល់ស្រទាប់បរិយាកាសខាងលើជាហេតុនាំឲ្យធម្មជាតិផ្ដល់នូវទុក្ខទោសមកវិញយ៉ាងដូចនេះប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយនៅបរិវេណផ្ទះនិភេបគឺពុំមានខ្យល់កន្ត្រាក់ឬកម្ដៅណាមួយចូលមកបំផ្លិចបំផ្លាញបាននោះឡើយនេះក៏ដោយសារតែនៅជុំវិញផ្ទះរបស់គាត់គឺពោពេញដោយដើមឈើខ្ពស់ល្មមនិងក្រាស់ក្នុងការទប់លំនឹងខ្យល់រំពេចនោះអាភ័ណ្ឌវាក៏លន់មាត់របៀបជាចេះដឹងនោះថានឹងហើយដោយសារតែអ្នកភូមិយើងទើបបានជាមានអភូតហេតុបែបនេះកើតឡើងភ្លើងឆេះមិននាំគ្នាជួយយកទឹកមកពន្លត់តែបែរជាយកសាំងមកចាក់ថែមឮកូនប្រុសនិយាយដូច្នេះពុកនិងម៉ែរបស់គេក៏យកដៃអោបគេនិងស្ទាបអង្អែលក្បាលរបស់គេដោយសម្លឹងមើលទៅមេឃខាងក្រៅថ្លាថ្លែងអំពីអ្នកភូមិម្នាក់នៅខណៈនេះគឺពួកគេពួនសំងំនៅក្នុងផ្ទះដោយក្តីតក់ស្លុតជាពន់ពេកត្បិតកម្លាំងខ្យល់កន្ត្រាក់លាយឡំចំហាយកម្ដៅក៏កាន់តែកើនឡើងខ្លាំងទៅតែទោះជាយ៉ាងណាពួកគេមិនដឹងឡើយថាមេភូមិសុកនិងមេតំបន់ផលត្រូវបានព្រាយព្រះអាទិត្យសម្លាប់ឆក់យកអាយុជីវិតទៅបាត់នោះឡើយហើយក៏មិនដឹងផងដែរថាពួកគាត់ទាំងពីរបានក្លាយទៅជាបរិវារនៃព្រាយព្រះអាទិត្យមេព្រាយខ្លួនមនុស្សក្បាលព្រះអាទិត្យបានហោះនាំមុខមេភូមិព្រាយនិងមេតំបន់ព្រាយឆ្ពោះទៅភូមិអ្នកស្រុករំពេចភ្លាមនោះមេព្រាយក៏បង្គាប់បញ្ជាទៅបរិវារទាំងពីរឲ្យផ្លុំព្រោះភ្លើងដុតបំផ្លាញផ្ទះរបស់អ្នកភូមិណាដែលចូលរួមសហការបំផ្លាញដល់រូបខ្លួនដើម្បីទុកជាការសងសឹក
លកកនោះព្រាយទាំងពីរក៏បញ្ចេញមហិទ្ធិឫទ្ធិព្រោះអានដាតភ្លើងបាច់សាច់ពេញដំបូលផ្ទះរបស់អ្នកភូមិជាហេតុនាំឲ្យផ្ទះអ្នកភូមិឆេះឆាបព្រមទាំងឮសំឡេងស្រែកឲ្យគេជួយពីខាងក្នុងផ្ទះមកអ្នកខ្លះត្រូវរត់ចេញទាំងមានភ្លើងឆេះសក់ក្បាលអ្នកខ្លះរត់មកទាំងឆេះពេញរាងកាយននីលពីពេញដីប្រកាច់ប្រកិនអ្នកខ្លះគ្រាន់តែរត់ចេញមកភ្លាមក៏ដាច់ខ្យល់ងាប់ភ្លាមមួយរំពេចមើលទៅការស្លាប់របស់អ្នកភូមិគឺពិតជាវេទនាជាទីបំផុតស្របពេលដ៏វឹកវរនោះអ្នកភូមិដទៃទៀតដែលមានជំនឿអរូបីខាងបន់ស្រន់ក៏បាននាំគ្នាទៅផ្ទះនិភេបទាំងយប់លុះពេលពួកគេមកដល់ផ្ទះនិភេបភ្លាមខណៈនោះក៏បានឃើញក្រុមគ្រួសារនិភេបការធូបមួយដុំនិងចែកមួយស្និតដេចកេះពីព្រោះក្រុមគ្រួសារនិភេបក៏មានចិត្តអាណិតទៅអ្នកភូមិរបស់ពួកគាត់ផងដែរក្រោយពីស្រស់ស្រួលគ្នារួចអ្នកភូមិទាំងនោះក៏នាំគ្នាចេញដំណើរទៅបរិវេណខាងក្រោយភូមិនាទីវាលស្រែដែលអ្នកភូមិដែលកំពុងរងគ្រោះបានដុតនៅមុននេះភ្លាមនោះនិភេបបានយកចេកមួយស្និតទៅដាក់កណ្ដាលវាលស្រែដែលមានទៅដោយផេះខ្ជូងខ្មៅរួចអុជធូបមួយដុំធំរួចនិយាយបន់ស្រន់ដើម្បីសុំក្តីអនុគ្រោះសន្តោសមេត្តាពីព្រះភិរុណឲ្យបងអល់ភ្លៀងមកដើម្បីរំលត់ភ្លើងទោសៈដែលមេព្រាយកំពុងមាននៅខណៈនេះការបែបបន់ពីសំណាក់ជនចិត្តបន់ហាក់មានប្រសិទ្ធភាពយ៉ាងប្រាកដរំពេចនោះព្រះភិរុណក៏បងអល់មកប្រាវមួយរំពេចឥតបងអងនាំឲ្យយឺតយូរភ្លៀងធ្លាក់ចុះមកជោកជាំទន្ទ្រាំក៏លាន់លឺសន្ធឹកព្រមជាមួយពន្លឺព្រាលដែលចេញពីលើផ្ទៃមេឃទឹកភ្លៀងស្រោចស្រពទៅលើភូមិឋានបណ្ដាលឲ្យភ្លើងរលត់ជាស្ថាពរពេលនោះបរិវារមេព្រាយកំណាចក៏រលត់រលាយប្រៀបដូចជារងើកភ្លើងត្រូវតាក់ខណៈមេព្រាយព្រះអាទិត្យឈរខាងសម្លឹងមើលទៅលើមេឃត្បិតព្រះភិរុណបានចុះមករារាំងសកម្មភាពកាចសាហាវយងខ្នងរបស់គេព្រះភិរុណបានសួរមកព្រះអាទិត្យថាណែព្រាយព្រះអាទិត្យកំណាចហេតុអ្វីបានជាអ្នកធ្វើបាបមនុស្សលោកឲ្យរងភាពវេនាខូរខើយ៉ាងបែបនេះរំលត់ភ្លើងកំហឹងរបស់ឯងត្រឹមនឹងចោះយើងសុំព្រាយព្រះអាទិត្យក៏តបទៅព្រះភិរុណវិញថាមិនបានជាដាច់ខាតយើងត្រូវតែព្រមានទៅដល់ពួកវាដើម្បីឲ្យពួកវាស្គាល់ថ្នាំខ្លាំងរបស់យើងថាព្រះអាទិត្យដូចជាយើងមានឥទ្ធិពលចំពោះពួកវាប៉ុណ្ណាព្រះភិរុណឆាប់ដកថយភ្លាមទៅទុកផ្លូវឲ្យយើងប្រដៅទៅកាន់ពួកវាក្រុមពេញនោះព្រះភិរុណមិនបានស្ដាប់តាមព្រាយព្រះអាទិត្យសោះឡើយលៀងធ្លាក់ចុះចាក់ស្រោចលើព្រាយព្រះអាទិត្យឲ្យត្រជាក់រំសាយកំហឹងបន្ទាប់មកលំហអាកាសក៏បឺតទាញស្រូបយកព្រះអាទិត្យទៅខាងលើវិញដោយបន្សល់តែវិញ្ញាណព្រាយកំណាចឲ្យវិលវល់តែតល់ម្នាក់ឯងមួយរំពេចក្រោយមកគ្រប់យ៉ាងត្រូវបានវិលទៅរកសភាពដើមវិញលំហនៅឯដងអាកាសប្រែជាមានពណ៌ខៀវស្រឡះលាយឡំហ្វូងផ្កាយមួយខណៈព្រះច័ន្ទក៏ចូលមកបន្តវេនបញ្ជាក់ថានេះជាវេលាយប់លុះធរៈពេលព្រឹករំកិលមកដល់និភេបដែលអ្នកភូមិឲ្យធ្វើជាមេភូមិបណ្ដោះអាសន្នក្នុងភូមិនេះគាត់ក៏បានអញ្ជើញលោកអាចារ្យពីភូមិឆ្ងាយដើម្បីឲ្យមកជួយដឹកនាំធ្វើពិធីបុណ្យជូនលោកអ៊ំសុកអតីតមេភូមិនិងពូផលអតីតមេតំបន់និងអ្នកដទៃទៀតដែរបានស្លាប់ក្នុងហេតុការណ៍ដ៏រន្ធត់តក់ស្លុតកាលពីយប់មិញដោយហេតុថាពួកគេទាំងនោះស្លាប់ដោយសារការវាយប្រហារជះកំហឹងពីសំណាក់ព្រាយព្រះអាទិត្យទើបលោកតាអាចារ្យតម្រូវឲ្យយកឆ្អឹងខ
ខ្មោចខ្មៅរលទាំងនោះទៅបូជានៅព្រៃជ្រៅខាងជើងភូមិត្បិតនៅទីនោះជាកន្លែងព្រៃទួលកប់ខ្មោចនិងដុតបូជាគ្រប់ស្រទាប់វណ្ណៈមិនគិតរឿងអ្នកណាមានឬអ្នកណាក្រនោះឡើយការដែលខ្ញុំនិយាយថាយកទៅបូជាបែបនេះពីព្រោះសាកសពទាំងនោះពុំទាន់ត្រូវបានឆេះអស់សាច់នោះទេមានខ្លះនៅមានសាច់ដោយកន្លែងដុំនិងខ្លះទៀតនៅរលេះរលួយស្បែកចេញខ្លាញ់រយក៏មានមិនយូរប៉ុន្មានសាកសពខ្មោចទាំងអស់ត្រូវបានបងប្អូនខាងបរោះពោពេញដោយកម្លាំងវិចខ្ចប់រុំថងកៅស៊ូពណ៌សហើយសែងដោយដាក់កន្ទេលស្លឹកត្នោតត្បិតអ្នកភូមិពុំមានលទ្ធភាពទិញមកឈូសនោះឡើយបន្ទាប់ពីមកដល់ក្នុងព្រៃជ្រៅភ្លាមស្រាប់តែនៅលើមេឃប្រែងងឹតស្លុបយ៉ាងគួរឲ្យញញែតម្នាក់ហាក់មើលមេឃមើលក្រោយមើលក្រោមឆ្វេងស្ដាំហាក់ភ្ញាក់ផ្អើលផិតភ័យរំពេចនោះលោកតាអាចារ្យក៏ប្រាប់ថាហាមងាកក្រោយឲ្យសោះទោះជាបានឮអ្វីក៏ដោយគ្រប់គ្នាក៏ស្ដាប់តាមប្រសាសន៍របស់លោកតាអាចារ្យរួចក៏នាំគ្នាដង្ហែសពទៅមុខបន្តត្រង់ម្ដុំដើមឈើធំខាងមុខខណៈនោះក៏ឮសំឡេងអ្វីម្យ៉ាងបានឮល្វើយមកថាជួយផងជួយយើងផងគ្រប់គ្នាឮហើយសែនភ័យរន្ធត់តក់ស្លុតព្រឺព្រួយខណៈអ្នកខ្លះដែលមិនព្រមស្ដាប់តាមប្រសាសន៍តាអាចារ្យក៏បានងាកទៅរកប្រភពសំឡេងរួចក៏បានឃើញខ្មោចជាច្រើនក្បាលដើរតាមពីក្រោយខ្នងពួកគេរួចក៏ហោះស្ទុះប្រើដៃមកខ្វេះភ្នែកទាំងពីររបស់ពួកគេភ្លាមរំពេចពួកគេស្រែកចាចដោយផិតភ័យរួចក៏ភ្ញាក់ផ្អើលទៅដល់អ្នកឯទៀតហើយអ្នកឯទៀតក៏ស្លន់ស្លោទម្លាក់ខ្មោចចោះរត់ចៃជើងគ្នាពេញព្រៃលោកតាអាចារ្យឈរគាំងបើកភ្នែកធំរួចស្រែកខាត់កុំរត់ចោលគ្នាមកវិញមកនេះភាពសម្លឹងទៅពួកវិញ្ញាណខ្មោចថ្លែខណៈឃើញពួកវាកំពុងចូលទៅហែកស៊ីសាក់សពខ្មោចទាំងនោះដោយក្តីស្រែកឃ្លានឃើញដូច្នេះតាអាចារ្យនិងនេះភាពក៏អង្គុយសូត្រធម៌ភេទនាបិទភ្នែកដើម្បីឲ្យធម៌ទៅដល់វិញ្ញាណព្រៃខ្មោចទាំងនោះលុះតែបានស្ដាប់ឮហើយខ្មោចព្រៃទាំងនោះក៏រលាយបាត់រូបម្ដងមួយរហូតអស់គ្មានសល់ពេលនោះតាអាចារ្យក៏ប្រាប់ឲ្យនិភៀបនិងអ្នកដែលកំពុងនៅទីនេះរៀបចំដុតគំតិចសាកសពទាំងនោះក្នុងពេលនេះតែម្ដងរំពេចនោះដែរអ្នកដែលបានរត់ចេញទៅនៅមុននេះក៏រត់ត្រឡប់មកវិញដោយមិនមានបាត់អ្នកណាម្នាក់ឡើយមុននឹងចាក់ចេញពីព្រៃនេះវិញតាអាចារ្យក៏ហុចអំបោះក្រហមទៅឲ្យអ្នកទាំងអស់គ្នាម្នាក់មួយសរសៃដើម្បីទុកការពារខ្លួនពេលធ្វើដំណើរត្រឡប់ទៅវិញនៅទីបំផុតអ្នកភូមិគ្រប់គ្នាក៏ត្រឡប់មកដល់ក្នុងភូមិវិញដោយសុវត្ថិភាពរីឯអ្នកដែលត្រូវខ្មោចព្រៃខ្វេះក្របភ្នែកទាំងប៉ុន្មានអ្នកនោះក៏ភ្ញាក់ពីការតក់ស្លុតមកវិញដែរព្រោះមុននេះខ្មោចព្រៃគឺគ្រាន់តែលោកបន្លាចបំផន់ភ្នែករបស់ពួកគេតែប៉ុណ្ណោះពិតពុំបានខ្វេះភ្នែកមែនតែនឡើយប៉ុន្មានថ្ងៃក្រោយមកភាពចលាចលវឹកវរក្នុងភូមិត្រូវបានរលាយសាយស្ងប់ស្ងាត់ការជ្រើសតាំងមេភូមិថ្មីក៏បានរៀបចំរួចរាល់ផងដែរហើយមេភូមិថ្មីនោះគឺគ្មានអ្នកណាក្រៅអំពីនិភៀបនោះឡើយជាការពិតណាស់និភៀបគាត់គឺជាមនុស្សល្អនិងមានវិជ្ជាសម្បត្តិគ្រប់គ្រាន់ក្នុងការដឹកនាំអ្នកភូមិលើមេគាត្រឹមត្រូវលុះខែវស្សាចូលមកដល់ភ្លៀងហាក់បង្អុរធ្លាក់ជោគជាំជាងឆ្នាំមុនជាហេតុនាំឲ្យអ្នកភូមិមានក្តីត្រេកអរហើយក៏នាំគ្នាដាំឈើជុំវិញបរិវេណភូមិរបស់គាត់ដើម្បីទប់ទល់ការឡើងកម្ដៅនៅរដូវប្រាំង
ក្នុងភូមិក្រោមការដឹកនាំកសាងពីសំណាក់មេភូមិភាពគឺជីវិតពោពេញដោយពណ៌បៃតងស្រស់បំព្រងស្ថិតក្នុងពេលប្រជុំជួបជុំជាមួយអ្នកភូមិមេភូមិភាពបាននិយាយថាបងប្អូនទាំងអស់គ្នាអើយចូលនាំគ្នាដាំដើមឈើឲ្យបានច្រើននិងថែរក្សាវាឲ្យបានល្អកុំកាប់បំផ្លាញនោះធម្មជាតិនឹងហុចផលមកឲ្យយើងវិញជាក់ជាពំខានទោះបីមិនល្អឥតខ្ចោះប៉ុន្តែវាអាចទប់ស្កាត់កម្ដៅពីព្រះអាទិត្យបានខ្លះដែរហើយកុំព្យាយាមបន្ទោសមេឃដីព្រោះមេឃដីមិនដឹងអ្វីទេមេឃដីដឹងត្រឹមថាបើយើងចេះថែរក្សាព្រៃឈើឲ្យគង់វង្សនោះមេឃដីនឹងជួយយើងវិញមិនខាតប្រលប់យប់យន្តស្ងាត់ព្រះច័ន្ទខែខ្នើតបិទបាំងដោយដុំពពកខ្មៅជាហេតុនាំឲ្យនៅលើមេឃាក្របដណ្ដប់នូវភាពខ្មៅល្អក់យប់នេះខ្ញុំហាក់គេងពំលក់តលតែសោះព្រោះចិត្តអាឡ័យតែរវល់នឹកគូសង្សារដែលនៅសានឆ្ងាយពិសីត្រូវគេផ្ដល់ដំណឹងមកថានាងបានរត់ទៅចងកត្បិតត្រូវឪពុកម្ដាយស្ដីបន្ទោសដោយសារតែខ្ញុំឮដំណឹងដ៏អកុសលបែបនេះដូច្នេះហើយទើបបានជាខ្ញុំក្នុងយប់នេះហាក់គេងមិនលក់សោះបើទោះជាខ្ញុំនិងពិសីពួកយើងទៅតែស្រឡាញ់គ្នាបានតែ3ថ្ងៃក៏ពិតមែនក្តីក៏ពួកយើងពុំអស់ក្រឡាមិនសុំ account Facebook គ្នានោះដែរគឺខ្ញុំនិងនាងបានសុំឈ្មោះ Facebook គ្នាទៅវិញទៅមកដើម្បីទុកលេងឆាតញ៉ែប្រប្រែជាមួយគ្នាពេលយប់ប៉ុន្តែទោះបីជាយ៉ាងណាក្តីចាប់តាំងពីបុណ្យចូលឆ្នាំខ្មែរបានចប់ទៅគឺមិនដែលឃើញនាងឆាតមកខ្ញុំវិញសោះនោះឡើយពលគឺខ្ញុំបានឆាតទៅរកនាងជារឿយហើយសួរនាំពាក្យដដែលក៏ប៉ុន្តែពិសីគឺមិនបានបើកមើលឆាតរបស់ខ្ញុំនោះឡើយហើយសម្បីតែលេខទូរស័ព្ទរបស់នាងក៏ខ្ញុំខលមិនចូលនោះដែរយោងទៅតាមអង្គហេតុបែបនេះហើយទើបបានជាខ្ញុំចេះតែរំពៃគិតថានាងអាចពិតជាចង់កធ្វើអធិឃាតសម្រាប់ខ្លួនដូចជាពាក្យគេផ្ដល់ដំណឹងមកជាក់ជាពុំខានឡើយគិតមកដល់ត្រឹមនេះភ្លាមខ្ញុំបានត្រឹមតែដកដង្ហើមធំយកដៃកងថ្ងាសបើកភ្នែកសម្លឹងមើលទៅខាងក្រៅមាត់បង្អួចរួចបួងសួងថាសូមឲ្យពាក្យទាំងនោះរលាយរលត់ដូចជាតកកត្រូវថ្ងៃទៅចោះស្របពេលកំពុងគេងគិតសិនជឹងតែម្នាក់ឯងទាំងអារម្មណ៍មួម៉ងស្រាប់តែសំឡេងទូរស័ព្ទក៏ចាប់រលឡើងលាន់ក្រៅបានបន្តិចរួចក៏បាត់ទៅវិញខ្ញុំមានការងឿងឆ្ងល់ជាខ្លាំងយប់ថ្មនេះទៅហើយចោះអ្នកណាគេស៊ីញោមករោគងាប់ស្អីទៅណោះមិនអស់ចិត្ត
ខ្ញុំក៏យកទូរស័ព្ទមកមើលលេខរួចក៏ស្គាល់ថានោះគឺជាលេខទូរស័ព្ទរបស់អូនពិសីខ្ញុំញញឹមស្ទើរតែចេញទឹកភ្នែកព្រោះរំភើបត្បិតកំពុងតែនឹករលឹកគិតខ្វល់អំពើពីនាងផងឥឡូវក៏ចុចសញ្ញោមកល្មមតាមពិតនាងមិនបានចងកសម្រាប់ខ្លួនដូចជាពាក្យចាចាមរាមគេផ្ដល់ដំណឹងមកនោះឡើយខ្ញុំរហ័សក្រោកអង្គុយនិងចុចខលទៅលេខទូរស័ព្ទរបស់នាងយ៉ាងរហ័សព្រោះនឹកពេកក៏ប៉ុន្តែគ្រានោះស្រាប់តែទូរស័ព្ទពុំអាចតាក់ទងគ្នាបានទៅវិញខ្ញុំស្រងាក់ចិត្តពេកហើយក៏ចុចខលទៅម្ដងទៀតសាជាថ្មីលេខទូរស័ព្ទដែលលោកអ្នកកំពុងហៅមិនអាចតាក់ទងបានឡើយនេះជាសូរសំឡេងនៃក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទដែលជាហេតុធ្វើឲ្យខ្ញុំនៅពេលនេះមានអារម្មណ៍មិនស្រួលស្រណុកមួយរំពេចខ្ញុំយកដៃញីភ្នែកខ្លួនឯងម្ដងជាពីរដងដើម្បីមើលលេខទូរស័ព្ទមួយខ្សែនោះខ្លាចក្រែងខ្ញុំមើលច្រឡំប៉ុន្តែលុះខ្ញុំពិនិត្យមើលសារជាថ្មីយ៉ាងយកចិត្តទុកដាក់ទើបដឹងថានោះពុំមែនជាលេខទូរស័ព្ទរបស់ពិសីនោះឡើយខ្ញុំយកដៃជ្រងសក់ខ្លួនឯងរួចតម្រេតខ្លួនដេកទៅវិញទាំងហួសចិត្តតែបិទមិនយល់ថាខ្ញុំនឹកដល់នាងឡើងកើតសរសៃប្រសាទដូចឆ្នាំងសោះគ្រាន់តែឃើញពន្លឺភ្លើងទូរស័ព្ទរបស់ខ្ញុំចុចបិទបើកបិទមិនព្រមរកគិតដេកពួនពុកនិងម៉ែក៏ទឿនឲ្យខ្ញុំប្រញាប់រហ័នទៅដេកពួនពីព្រោះយប់កាន់តែជ្រៅដែរទៅហើយរីឯខ្ញុំតបទៅពួកគាត់វិញទាំងសំឡេងស្ងៀមស្ងាត់ហើយក៏សម្រេចចិត្តចុចបិទទូរស័ព្ទដើម្បីកុំឲ្យពួកគាត់មានប្រសាសន៍ថាស្ដីឲ្យខ្ញុំទៀតនៅទីបំផុតកាលភ្នែកទាំងគូរបស់ខ្ញុំក៏ចាប់ផ្ដើមបិទសន្សឹមដោយអារម្មណ៍ស្ងប់ស្ងាត់មួយប៉ុន្តែត្រចៀកនៅតែបើកជានិច្ចព្រោះដើម្បីរងចាំសំឡេងទូរស័ព្ទរោលឡើងក្រែងមានអ្នកខលមកនិយាយកំដរពេលយប់ក្រោយតែអំពីគេងលក់បានមួយស្របក់ខ្ញុំក៏បានភ្ញាក់ដឹងខ្លួនដោយក្តីរំខានអំពីសំឡេងផ្គរលាន់នៅខាងក្រៅលាយឡំពន្លឺផ្លេកបន្ទល់ព្រាកឆ្វេងឆ្វាត់ខ្ញុំងើបក្រោកអង្គុយស្រវាភ្លើងពិលដើរចុះទៅខាងក្រោមដើម្បីសារខោអាវដែលហាលនៅស្នួលជាប់របងផ្ទះតាំងពីពេលព្រឹកមកម្ល៉េះបើសិនជាខ្ញុំមិនប្រញាប់ចុះទៅប្រមូលនៅពេលនេះទេព្រឹកស្អែកច្បាស់ជាគ្មានអ្វីស្លៀកជាជាពុំខាននោះឡើយខ្ញុំទាញទូរស័ព្ទពីក្បាលដំណេកដើម្បីមើលម៉ោងរួចក៏ឃើញថាម៉ោង12កណ្ដាលអាធ្រាត្រទៅហើយមើលរួចខ្ញុំចាប់ផ្ដើមព្រឺក្បាលខ្ញាក់ពីព្រោះកំពុងគិតតែផ្ដេសផ្ដាសម្នាក់ឯងអំពីរឿងអបិយជំនឿខ្មោចចេញដើរខ្ញុំព្រឺសម្បុរបះរោមញាប់ផ្លោកបន្តិចបន្តួចក៏ប៉ុន្តែនៅតែមានចិត្តជំនះដោយនិយាយក្នុងចិត្តថាអាចគោឡានកាន់ណៃដែរបន្ទាប់មកខ្ញុំក៏បោះចំហៀនឈានជើងចេញពីក្នុងបន្ទប់ជាមួយភ្លើងពិលដែលកំពុងកាន់សម្រាប់បំភ្លឺនៅក្នុងដៃសំឡេងផ្គរក៏ហាក់លើលាន់គួរជាទីព្រឺព្រួចរីឯសំឡេងឆ្កែលូក៏ហាក់លាន់លឺក្រលួចគួរជាទីព្រឺសម្បុរផងដែរដែលជាហេតុធ្វើឲ្យអារម្មណ៍របស់ខ្ញុំនៅខណៈនេះស្រាវស្រាវព្រឺផ្លោកបោះសក់ជាខ្លាំងពិតពុំធម្មតាឡើយលោកអើយលុះចោះមកដល់ដីនៃព្រះធរណីភ្លាមកាលណាហើយចិត្តចិនដាននេះហាក់រំភើបរំជើបរំជួលញាប់ញ័រក្តុកក្តួលរន្ធត់តក់ស្លុតឥតឧបមាតក្មាពីព្រោះទិដ្ឋភាពនៅខាងក្រៅគឺពោពេញដោយភាពងងឹតត្បិតយូរក៏ឃើញមានពន្លឺផ្លេកបន្ទួលមួយផងដែរដូច្នេះពុំសូវងងឹតស្លុបប៉ុន្មានទេខ្ញុំដើរបោះចំហៀនទៅមុខយ៉ាងលឿនដោយមិនមើលមកក្រោយឡើយខ្លាចឃើញរូបភាពអ្វីដែលមិនល្អនៅក្នុងកោភ្នែកទាំងទ្វេរបស់ខ្ញុំក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយនៅខណៈនោះ
ស្របពេលខ្ញុំកំពុងប្រមូលខោអាវចេញអំពីស្នួលទាំងត្រជាក់ឆ្អឹងខ្នងស្រាប់ភ្លាមនោះស្រាប់តែមានដៃមួយបានស្ទុះមកចាប់យកខោលីអូរបស់ខ្ញុំភ្ញាក់ព្រឺតក្រញាងព្រឺក្បាលបើកក្របភ្នែកធំសម្លឹងមើលទៅកាន់ម្ចាស់ហត្ថាដ៏សប្រៀបដូចជាដៃខ្មោចនោះលុះពេលក្រឡេកមើលទៅក៏បានឃើញថាម្ចាស់ហត្ថាស្រឡូននាងគឺជាមនុស្សស្រីក្រមុំម្នាក់ដែលមានផ្ទះជាប់ជាមួយនឹងផ្ទះរបស់ខ្ញុំខាងជើងផ្ទះនេះអាចច្រាប់ដែលស្គាល់ថាជាម្ចាស់ដៃបាននិយាយមកកាន់ខ្ញុំទាំងកំពុងកាន់លីអូរបស់ខ្ញុំជាប់នឹងដៃយ៉ាងដូចនេះថាបងល្មមទិញលីអូថ្មីហើយមើលចោះលីអូនេះស្លៀកឡើងរហែកគូតហើយតើពេលណាបានដូរនាងច្រាប់សម្លឹងមកកាន់ខ្ញុំថ្លែក្នុងក្រសែភ្នែកយ៉ាងមុតខណៈរូបខ្ញុំឯនេះហាក់បានខ្វល់អំពីសម្ដីរបស់នាងនោះឡើយដោយខ្ញុំគិតឆ្ងល់ថាតើយប់ថ្មនេះទៅហើយតើនាងប្រកាច់ដើរមកផ្ទះរបស់ខ្ញុំមានការអ្វីទាំងកណ្ដាលអត្រាស្របពេលមេឃចិត្តរកភ្លៀងដែរទៅហើយនោះខ្ញុំបំរុងនឹងប្រាប់ឲ្យនាងទៅផ្ទះវិញទៅហើយស្រាប់តែក្រសែភ្នែកហាក់ដូចជាមានពន្លឺពណ៌ក្រហមរបស់នាងនោះក៏សម្លឹងមើលមកល្វែងក្រោមរបស់ខ្ញុំទាំងក៏ក្លឿនត្បិតខ្ញុំគឺពុំបានស្លៀកខោត្រឹមត្រូវនោះឡើយពោលស្លៀកតាលីអូតែប៉ុណ្ណោះរំពេចភ្លាមនោះដោយការអ៊ិនខ្មាស់ខ្ញុំក៏ប្រញាប់ឆក់យកខោលីអូរបស់ខ្ញុំចេញពីដៃរបស់នាងមកវិញទាំងតក់ក្រហល់ក៏ប៉ុន្តែរឿងដែលខ្ញុំនឹកស្មានមិនដល់នោះគឺដៃរបស់នាងបានជាប់ជាមួយខោរបស់ខ្ញុំរួចក៏មានឃើញចេញឈាមយ៉ាងគួរឲ្យរន្ធត់តក់ស្លុតថែមទៀតផងនាងយំរួចក៏និយាយមកខ្ញុំថាសងដៃខ្ញុំវិញមកខ្ញុំដាច់ដៃហើយខ្ញុំភ័យស្លន់ស្លោរត់ឆោឡោសម្ដៅទៅប្រទេសវិញជាប្រញាប់ត្បិតនាងនេះវាមិនមែនជានាងកច្រាប់ទេវាគឺជាខ្មោចដែលមកលុកបន្លាចលើខ្ញុំតែយ៉ាងណានាងក៏ស្ទុះមកចាប់ផ្លោកខ្ញុំជាប់រួចនិយាយថាចង់ទៅណានៅកំដរអូននឹងហើយខ្ញុំរន្ធត់តក់ស្លុតជាខ្លាំងហើយក៏ជប់ស្ងៀមចំហមាត់មើលទៅនាងខ្មោចរោគចិត្តដែលកំពុងលៀនអណ្ដាតបំរុងលិតប្រដាប់របស់ខ្ញុំប៉ុន្តែខ្ញុំក៏មិននៅសំងំឲ្យនាងខ្មោចល្មមផ្កាមនោះបំពេញរាងកាយខ្ញុំទៅទេនោះដែរនៅទីបំផុតខ្ញុំក៏ស្ទុះធាក់នាងមួយជើងអស់ទំហឹងបណ្ដាលឲ្យក្បាលនាងខ្មោចត្រូវរបូតចេញអំពីកទៅទីតីពីគ្នាដោយសេចក្តីភ័យស្លន់ស្លោពេកខ្ញុំក៏រត់ចេញមកក្រៅផ្ទះស្របពេលនាងខ្មោចនោះវាក៏ឈោងដៃយកក្បាលរបស់វាមកតភ្ជាប់កវិញភ្លាមដែរសនក់ព្រុសលូត្រហឹងអើងកងពេញភូមិក៏ប៉ុន្តែចម្លែកខ្លាំងណាស់ហើយអ្វីមិនមានអ្នកផ្ទះណាបើកភ្លើងបំភ្លឺផ្ទះមើលសកម្មភាពនៅខាងក្រៅម្នាក់ណាឡើយសូម្បីតែនៅផ្ទះរបស់ខ្ញុំបន្ទាប់ពីរត់មកដល់ផ្លូវកណ្ដាលភូមិភ្លាមស្រាប់តែភ្លៀងក៏បង្អុរធ្លាក់មកឈូយ៉ាងជោគជាំពេលនោះខ្ញុំមិនដឹងថាសតិរបស់ខ្ញុំគ្រប់ឬក៏ខ្វះនោះទេប៉ុន្តែខ្ញុំដឹងត្រឹមថានាងខ្មោចស្រីចង្រៃអណ្ដូរធានវាបានកំពុងដើរមកតាមខ្ញុំទៀតហើយខ្ញុំរត់បោលយ៉ាងតក់ក្រហល់ទៅផ្លូវខាងត្បូងភូមិហើយជួនជាចៃដន្យខ្ញុំក៏ប្រទះគ្នាជាមួយអាម៉ុយដែលជាមិត្តដែលវាក៏បានរត់ចេញពីក្នុងផ្ទះមកលើផ្លូវកណ្ដាលភូមិផងដែររំពេចនោះវាបានភ្ញាក់ផ្អើលនឹងខ្ញុំដែលកំពុងរត់ទៅរកវាព្រោះវាគិតថាខ្ញុំគឺជាខ្មោចលកឹកនោះខ្ញុំក៏សួរវាទាំងហត់ដង្ហក់ថាអាម៉ុយហើយរត់ទៅណាដែរអាម៉ុយវាក៏តបថាខ្មោចលងអញទៅផ្ទះអញមានខ្មោចតោះឆាប់រត់ទៅខ្មោចមកហើយទាំងខ្ញុំទាំងវាសុទ្ធសឹងតែទំរុនទំរាអំពីរឿងខ្មោចដេញតាមឡងក្រោយមកពួកយើងក៏នាំគ្នារត់
ដោយពុំដឹងថារត់សំដៅទៅទិសណាឲ្យច្បាស់លាស់ឡើយអ្វីដែលសំខាន់គឺរត់គេចពីពពួកខ្មោចទាំងនោះឲ្យផុតសិនប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយនៅគ្រាវេលាឱកាសនេះពួកយើងមិនបានរត់ជាមួយគ្នាទៀតនោះទេត្បិតខ្មោចដែលកំពុងដេញតាមពួកយើងនោះគឺពួកវាតាមលងមនុស្សដែលពួកវាចង់លងតែប៉ុណ្ណោះអាម៉ុយត្រូវខ្មោចខ្ទួយដេញលងយ៉ាងសាហាវរហូតទៅដល់ព្រៃក្រោយភូមិរីឯខ្ញុំត្រូវរត់យ៉ាងប្រផាត់ប្រភីងសម្ដៅមាត់អូព្រែកឫស្សីដែលនៅខាងលិចភូមិសំឡេងនាងខ្មោចនៅតែបន្តហៅមកខ្ញុំល្វើយមកថាចាំផងចាំខ្ញុំផងកុំរត់ចោលខ្ញុំរត់ផងស្រីវផងស្ទើរតែដាច់ខ្យល់ម្ដងប៉ុន្តែពេលនោះដោយមិនប្រយ័ត្នក៏ទៅរត់ទៅតាក់ជើងនឹងវល់អ្វីមួយយ៉ាងនៅខាងក្រោមបណ្ដាលឲ្យដួលផ្កាប់មុខភីងមួយរំពេចខ្ញុំភ័យពេកស្ទើរតែលេចនោមដាក់ខោម្ដងក៏ប៉ុន្តែដោយសារតែភាពក្លាហានមានច្រើនជាងការភ័យតក់ស្លុតខ្ញុំបានព្យាយាមងើបក្រោកដើម្បីរត់ទៅមុខបន្តតែទោះជាយ៉ាងណាក៏ដោយគ្រាន់តែខ្ញុំងើបមកវិញភ្លាមដៃនាងខ្មោចក៏ចាប់ស្មារបស់ខ្ញុំព្រឹបពីខាងក្រោយម្ដងនេះខ្ញុំខំប្រឹងតាំងស្មារតីតាំងចិត្តមិនផិតភ័យនឹងនាងខ្មោចចង្រៃនោះតទៅទៀតទៅហើយស្ថិតនៅក្រោមដំណក់ក្របភ្លៀងដែលកំពុងបង្អុរធ្លាក់មកយ៉ាងជោគជាំលីលំសូរសំឡេងផ្គររន្ទះខ្ញុំក៏ងាកបែរក្រោយសួរទៅនាងខ្មោចថាតើចេញលងរកងាប់ស្អីទៀតយប់ថ្មនឹងទៅហើយនោះលុះពេលខ្ញុំសម្លឹងមើលមុខនាងជាលើកទី2ទើបខ្ញុំស្គាល់ច្បាស់និងរន្ធត់ចិត្តជាខ្លាំងតាមពិតខ្មោចដែលតាមលងខ្ញុំចាប់តាំងពីផ្ទះមកនោះគឺនាងជាពិសីសង្សាររបស់ខ្ញុំសោះពិសីហើយតែប៉ុណ្ណេះស្រាប់តែទឹកភ្នែករបស់នាងក៏រមាលធ្លាក់ចុះមកក្នុងសភាពគួរឲ្យអាក្រក់មើលជាទីបំផុតរួចនាងក៏វិចារប្រាប់មកកាន់ខ្ញុំថាបងរ៉េតខ្ញុំបានស្លាប់ហើយបងដែលខ្ញុំមកលងបងនេះគឺមកលោលេងជាមួយបងដើម្បីឲ្យបងបានដឹងនិយាយបានត្រឹមនេះរូបកាយនាងក៏រលារលត់បាត់សូន្យទៅទាំងដែលខ្ញុំឯណេះហាក់ស្រឡាំងកាំងភ័ន្តភាំងជាខ្លាំងរោគនិយាយពុំចេញខ្ញុំរន្ធត់ចិត្តស្លន់ស្លោតក់ស្លុតតកមាជាខ្លាំងព្យាយាមរកមើលពិសីទាំងក្តីមិនអស់អាល័យនឹកស្រមៃព្រោះខ្លាចទិដ្ឋភាពមួយនេះខ្លាចទៅជាការពិតខ្ញុំហៅរកពិសីទាំងតក់ក្រហល់គ្រានោះស្រាប់តែសូរសំឡេងដូចជាមានអ្នកណារត់ចូលក្នុងទឹកលន់ក្រំពីក្រោយខ្នងរបស់ខ្ញុំលុះពេលខ្ញុំងាកមើលសម្លឹងទៅក៏បានឃើញអាម៉ុយកំពុងរត់យ៉ាងស្លន់ស្លោកេកអំពីខ្មោចខ្ទើយបាទទោះជានឹករលឹកទៅដល់ពិសីខ្លាំងយ៉ាងណាក្តីក៏មិនអាចបំភ្លេចរូបភាពនៅខណៈនេះបានឡើយពីព្រោះខ្មោចខ្ទើយនោះវាមានរូបរាងនិងមុខមាត់អាក្រក់អាក្រៃខ្លាំងណាស់ក្រចកដៃរបស់វាមានប្រវែងវែងពណ៌ខ្មៅស្រួចសក់វែងដូចស្រីភ្នែកទាំងគូក្បាលធំពណ៌ក្រហមមើលទៅហាក់ដូចជាចង់ស៊ីស៊ីនអាម៉ុយខ្លាំងណាស់វាបង្គាប់ឲ្យខ្ញុំរត់តាមវាឲ្យលឿនតាមដែលអាចធ្វើទៅបានទន្ទឹមនឹងខ្មោចខ្ទើយមួយក្បាលនោះក៏ចេញអាការៈលិតមកលិតកហាក់ចង់លិតផ្លោកអាម៉ុយជាពន់ពេកអាម៉ុយរត់បណ្ដើរលើខោបណ្ដើរខណៈខ្ញុំរត់ទៅស្ទើរតែគេចមិនផុតពីខ្មោចចង្រៃនោះខ្មោចខ្ទើយបានហៅមកកាន់ពួកយើងយ៉ាងក៏ឃ្លឿនមកថាឈប់សិនឲ្យយើងសុំបន្តិចមកយើងឃ្លានស៊ីប្រុសណាស់រំពេចពេលនោះខ្ញុំនិងអាម៉ុយគឺមិនបានតបតឆ្លើយឆ្លងជាមួយខ្មោចល្មមកាមនោះឡើយដោយពួកយើងគិតតែពីរត់ធ្វើយ៉ាងណាក៏ដោយឲ្យតែបានផុតពីក្រញ៉ាំខ្មោចខ្ទើយនោះនាងខ្មោចនោះហោះដេញតាមពីក្រោយពួកយើងសោយផងយំផងប្រៀបដូចជារហេមរហាមខ្លាំងណាស់អីចឹងខំរត់ចិត្តមួយសន្ទុះទៅហើយក៏ប៉ុន្តែមើលទៅ
ទីកន្លែងនេះហាក់ដូចជានៅទីកន្លែងដដែលទៅវិញពេលនោះអាម៉ុយវាក៏និយាយទាំងហត់សំឡេងដង្ហក់មកថាចំរត់មួយសន្ទុះទៅហើយមិននៅកន្លែងដដែលអញ្ចឹងខ្ញុំក៏តបទៅវាថាអញក៏មិនដឹងដែរចាប់រត់ទៅវាហោះមកតន់ឥឡូវហើយនិយាយរួចកម្លាំងជើងនៃពួកយើងគឺកាន់តែបន្ថែមល្បឿននិងស្ទុះទៅមុខជានិច្ចក៏ប៉ុន្តែវាក៏បានហោះមកកន្ទ្រប់ពីលើអាម៉ុយតាន់ពេលរួចវាពោលវាចាមកថាបងចង់រត់ទៅណាបងម៉ុយឆាប់ប្រគល់ខ្លួនប្រាណឲ្យអូនមកអារ៉េតជួយអញផងអារ៉េតអាប្រកាច់ម៉ុយស្លាប់តែឯងមិនអស់ចិត្តនៅតែឆ្លៀតហៅខ្ញុំឲ្យទៅរវីរវល់ជាមួយទៀតដោយខាងពេកខ្ញុំក៏និយាយទៅខ្មោចខ្ទើយនោះថាណែវើយកុំខ្លាំងដៃពេកនេះខ្មោចប្រយ័ត្នពួកអញចាប់រំលោភបោកបើយគ្រាន់តែខ្ញុំនិយាយមិនទាន់រត់រួចផុតពីមាត់ស្រួលបួលផងស្រាប់តែមានដៃអ្នកណាម្នាក់បានទះកំភ្លៀងខ្ញុំផ្លាច់ពីខាងក្រោយលុះតែខ្ញុំងាកទៅមើលភ្លាមក៏ស្រាប់តែឃើញពិសីកំពុងឈរនៅពីក្រោយខ្នងរបស់ខ្ញុំក្នុងទឹកមុខមមជាទីបំផុតពិសីបាននិយាយមកកាន់ខ្ញុំទាំងខឹងយ៉ាងដូចនេះថាម៉េចក៏មិនចូលទៅរំលោភទៅក្រែងមុននេះនិយាយគ្រាន់បានណាស់ណានោះអីមិនទៅទៅខ្ញុំក្រវីក្បាលរួចឆ្លើយតបទៅកាន់នាងនោះពាក្យសម្ដីដែលខ្ញុំបាននិយាយទៅកាន់ខ្មោចខ្ទើយនៅមុននេះតាមពិតការដែលខ្ញុំនិយាយទៅវានៅមុននេះគឺខ្ញុំចេះតែនិយាយគំរាមទៅកាន់វាទៅដើម្បីឲ្យវាភ័យខ្លាចតែប៉ុណ្ណោះមនុស្សខ្ញុំឯណាទៅប្រព្រឹត្តអំពើថោកទាបដូច្នេះនោះរំពេចភ្លាមនោះខណៈកំពុងនិយាយបរិយាយសេចក្តីប្រាប់ទៅកាន់ពិសីយ៉ាងតឹងសរសៃកស្រាប់តែនាងខ្មោចខ្ទើយក៏ក្រោកឈរងាកមករកពិសីបានប្រាប់ខ្ញុំថាបងឆាប់នាំគ្នារត់ទៅផ្ទះទៅទុកឲ្យខ្ញុំចាត់ការជាមួយនឹងវាអាម៉ុយវាក្រោកនិងចាប់កាន់ដៃខ្ញុំរត់ទៅដោយមិនឲ្យខ្ញុំបានមើលមុខរបស់នាងបានយូរជាងនេះឡើយបន្ទាប់ពីពួកយើងរត់មកដល់ភូមិវិញស្រាប់តែពួកយើងក៏ប្រទះនៅភ្លើងអ្វីមួយយ៉ាងខៀវក្រហមកំពុងភ្លឺរលត់ហោះទៀបក្បែររបស់ផ្ទះអ្នកភូមិរបស់ពួកយើងអាម៉ុយយកដៃកេះស្មាខ្ញុំរួចនិយាយខ្សឹបតិចភ្លើងអាបទៅអាខ្ញុំពុំបានរវីរវល់ជាមួយពាក្យសម្ដីរបស់វានោះទេដែលខ្ញុំបានដើរលបទៅមើលភ្លើងនោះឲ្យកាន់តែច្បាស់លោកពេលបានពិនិត្យមើលយ៉ាងយកចិត្តទុកដាក់រួចរាល់ខ្ញុំក៏សន្និដ្ឋានបានថាភ្លើងនោះវាពុំមែនជាភ្លើងអាបដោយពាក្យអាម៉ុយនិយាយនោះទេតាមពិតភ្លើងនោះវាគឺជាភ្លើងរបស់អំពិលអំពែកយក្សព្រះពាយបករំភើយផាយផាត់ចុះធ្លាក់មកក្រាលក្របដែនព្រៃទាំងមូលនាធរវេលារសៀលល្ងាចដ៏សែនមានអត្ថន័យរាប់រយលានពន្លឺនៃសែងសូរិយាកំពុងចាំងជះចូលចាក់តាមចន្លោះស្លឹកឈើធំខ្ពស់លាតត្រដាងឲ្យឃើញក្រុមយុវជនមួយក្រុមដែលកំពុងនាំគ្នាមមាញឹកក្នុងការដំឡើងតង់នាក្បែរមាត់ទឹកមើលទៅទំនងជាអ្នកទេសចរដែលដើរបោះតង់លេងកម្សាន្តតាមទីព្រៃតាមពិតក្រុមយុវជនទាំងនោះគឺពួកគេមានអាយុប្រហាក់ប្រហែល23ទៅ24ឆ្នាំមានទាំងប្រុសមានទាំងស្រីអ្នកកំឡោះម្នាក់មានរូបរាងស្រស់សង្ហាកម្ពស់ខ្ពស់ស្រឡះជាងគេ
នាយមានឈ្មោះថៃយុទ្ធដែលជាមេក្រុមក្នុងការដឹកនាំដំណើរកំសាន្តមួយនេះនីសង្ហាបន្ទាប់ពីដើរត្រឡប់មកពីមាត់ទឹកលុបលាងមុខមាត់វិញគេក៏បានសួរទៅភក្តីដែលជាមិត្តសម្លាញ់របស់គេដែលកំពុងអង្គុយឈប់សម្រាកនៅក្រោមដើមស្រឡៅយ៉ាងដូចនេះថាអាក្តីនៅមុននេះពួកយើងមានបានអុជធូបសុំសេចក្តីសុខនៅកន្លែងនេះហើយឬនៅភក្តីភ្ញាក់រួចក៏តបមកមិត្តថាដូចនៅទេប៉ុន្តែប្រហែលជាពួកស្រីគេអុជរួចហើយដោយការមិនអស់ចិត្តយុទ្ធក៏ដើរទៅសួរពួកស្រីដែលជាមិត្តភក្តិរបស់គេដែរនោះពេលទៅដល់នាយយុទ្ធក៏សួរទៅកញ្ញាដែលជាមិត្តនារីស្និទ្ធស្នាលជាមួយអ្នកកំឡោះយើងជាងគេលកឹកនោះកញ្ញាបានឆ្លើយថាអូខ្ញុំភ្លេចឲ្យឈឹងតែមិនអីទេចាំខ្ញុំបបួលអតីឲ្យទៅអុជជាមួយគ្នាគ្រាន់បានជាគ្នារំពេចភ្លាមនោះយុទ្ធក៏ញញឹមនឹងប្រាប់ថាកញ្ញាមិនបាច់ទៅអុជធូបនៅឯណាឆ្ងាយនោះទេអុជនៅក្បែរបរិវេណតង់ពួកយើងនឹងហើយប៉ុន្តែគ្រានោះកញ្ញាក៏តបថាអូមិនអីទេយុទ្ធខ្ញុំឃើញនៅក្រោយតង់យើងនេះមានរូបស្ទូបសង់ពីឈើមួយកន្លែងដែលតើចាំពួកខ្ញុំបបួលគ្នាទៅអុជនៅទីនោះលើមិត្តបរិយាយ៉ាងដូចនេះរូបគេក៏ងក់ក្បាលតាមអ្វីដែលនាងប្រាប់ហើយគេក៏បានដើរទៅតាមពីក្រោយក្រមុំទាំងពីរដើម្បីលបមើលរូបស្ទូបដែលនាងក្រមុំបាននិយាយនៅមុននេះផងអ្នកកំឡោះពិតជាឆ្ងល់ណាស់ក៏ប៉ុន្តែនាយបានត្រឹមគិតឆ្ងល់ក្នុងចិត្តពិតពុំចង់សួរទៅកាន់មិត្តណាដើម្បីឲ្យពួកគេបានដឹងនោះឡើយកញ្ញានិងបតីក៏នាំគ្នាកាន់ធូបមួយដុំនិងដេចកេះដើរសម្ដៅទៅស្ទូបឈើកញ្ចាស់ក្រោយតង់ជាប់មាត់ទឹកនោះយ៉ាងមានទឹកមុខរីករាយរំពេចភ្លាមនោះក្រោយអំពីរៀបចំដំឡើងតង់បានរួចរាល់ភក្តីដែលត្រឡប់មកពីលាងដៃលាងជើងវិញនោះគេក៏បានដើរមកក្បែរយុទ្ធមិត្តសម្លាញ់របស់គេរួចយកដៃទះស្មារបស់គេពីក្រោយរួចសួរថាហែងកំពុងតែមើលអីនឹងអាយុទ្ធនាយយុទ្ធភ្ញាក់ព្រឺតរួចក៏ងាកតបមកកាន់មិត្តភ្លាមថាគឺអញកំពុងមើលទៅកូនរោងមួយនោះហ្នឹងណាណែហើយមានឆ្ងល់ដូចជាអញឬអត់តើមានអ្នកណាជាអ្នកសាងសង់កូនរោងហ្នឹងទៅណោះបាននៅក្នុងព្រៃគ្មានមនុស្សផងហ្នឹងខណៈនោះភក្តីក៏សម្លឹងមើលទៅរួចក៏គិតសេចក្ដីតែម្នាក់ឯងបើតាមនេះភក្តីធ្លាប់ដឹងកូនរោងស្រដៀងនឹងរោងទេវតានោះគឺវាពុំមែនជាកូនរោងទេវតាឬព្រះភូមិអ្វីនោះឡើយប៉ុន្តែវាគឺជាកូនរោងនៃពពួកវិញ្ញាណខ្មោចព្រាយបិសាចដែលគេសង់ឡើងសម្រាប់ដាក់សំណែនពីសំណាក់មនុស្សណាដែលបានដើរឆ្លងកាត់តាមទីនេះលុះឃើញដូច្នេះបន្ទាប់ពីគិតរួចភក្តីក៏សួរទៅយុទ្ធថារួចចុះតើអ្នកណាប្រើឲ្យពួកគេទៅអុជធូបនៅកន្លែងនោះយុទ្ធក៏តបថាអញមិនបានប្រើទេតែពួកគេចង់ទៅអុជនៅទីនោះព្រោះវាមានជើងធូបស្រាប់ទំនងដោតយ៉ាងម៉េចហើយមានបញ្ហាអ្វីមែនទេអាក្តីវីវហើយថាប៉ុណ្ណេះគេក៏រត់ទៅទីនោះយ៉ាងលឿនហើយយុទ្ធក៏រត់ទៅតាមជាមួយផងដែរគ្រាន់តែភក្តីរត់ទៅដល់ភ្លាមគេក៏ចាប់ដកធូបដែលកញ្ញានិងវតីដោតរួចនោះក្រវែងចោលខ្ចាត់ខ្ចាយព្រមទាំងប្រាប់ថាកុំយកធូបមកដោតនៅកន្លែងនេះអីប្រយ័ត្នពួកគេចេញមកតាមរំខានពួកយើងរំពេចភ្លាមនោះកញ្ញានិងវតីខឹងនឹងភក្តីខ្លាំងណាស់ពួកនាងបានស្ដីបន្ទោសមកកាន់ភក្តីជាពន់ពេករួចចោទប្រកាន់គេថាគេកំពុងប្រមាថនៅអបិយជំនឿដែលពួកនាងបានកំពុងនឹងគោរពភក្តីកំពុងកាត់ឈួតអ្វីហ្នឹងវតីជេរប្រតិចភក្តីយ៉ាងខឹងសម្បាខណៈនាយក៏បានព្យាយាមនិយាយបកស្រាយនៅអ្វីដែលគេបានធ្វើ
កញ្ញាសំឡឹងមុខក្តីថ្លៃទន្ទឹមយុទ្ធក៏និយាយសម្របសម្រួលទៅកាន់អ្នកទាំង3ដើម្បីកុំឲ្យមានភាពល្អកកនឹងគ្នាច្រើនជាងនេះក្រោយពីសម្រួលគ្នារួចកញ្ញានិងវតីក៏ប្រម៉ែប្រមល់ធុកដែលភក្តីបានបោះចោលនៅមុននេះយកទៅអុជនៅកន្លែងផ្សេងឆ្ងាយពីទីនេះទាំងដែលចិត្តនាងក្រមុំទាំងពីរនៅគ្រានេះគឺកំពុងខឹងសម្បាភក្តីឡើងញ័រសាច់ត្រឺតតាហើយភ្លាមនោះភក្តីក៏និយាយបង្ហាត់សម្លេងទៅកាន់មិត្តសម្លាញ់របៀបជាសោកស្ដាយថាមើលទៅប្រហែលជាកញ្ញានិងវតីខឹងអញមិនស្ទើរទេអញសុំទោសផងអាយុធមុននេះអញរៀងធ្វើជ្រុលជ្រួសបន្តិចហើយខណៈនោះដែរយុទ្ធគេក៏មិនបានថាស្ដីឲ្យមិត្តនោះឡើយផ្ទុយមកវិញនាយមានតែនិយាយល្អដាក់មិត្តរួយក៏ប្រាប់កុំឲ្យគិតចំពោះសម្ដីនឹងរឿងហេតុដែលកើតនៅមុននេះជាបន្តទៀតនិយាយរួចពួកគេទាំងពីរនាក់ក៏ត្រឡប់ទៅកន្លែងតង់វិញដើម្បីនាំគ្នាជួយរើសមែកអស់ក្រៀមដើម្បីទុកបង្គំបង្កាត់ដុតបំភ្លឺនៅពេលប្រលប់ត្បិតអីមេឃក៏គៀករកលប្រលប់ដែរទៅហើយបន្ទាប់ពីពួកគេចេញទៅផុតបានតែបន្តិចពីទីនេះក៏ប្រែជាមានសភាពចោះត្រជាក់យ៉ាងចម្លែកដើមឈើធំខ្ពស់ដែលដុះនៅខាងក្រោយកូនរូងមួយនេះមើលទៅហាក់មានសភាពងងឹតស្លុបនៅផ្នែកខាងលើរួចអ្វីដែលគួរឲ្យកត់សម្គាល់និងព្រឺសម្បុរបំផុតនោះគឺកូនរោងទាំងមូលមើលទៅហាក់ដូចជារោងគោះរង្គើញ័របាយសំណែនដែលនៅសេសសល់មិនដឹងតាំងពីឆ្នាំណាមកវាក៏បានប្រែទៅជាមានផ្សែងហើយខ្មៅចេញមករួចរំពេចនោះក៏លេចចេញកៅភ្នែកពណ៌ក្រហមមួយគូបានបើកចេញពីក្នុងកូនរូងដ៏ងងឹតស្លុបនោះរួចបន្តិចមកក៏បានឃើញដៃខ្មៅមួយប្រឡាក់ឈាមប្រកបដោយក្រចកវែងស្រួចឆ្លើមបានកំពុងលូកមកចាប់បាយសំណែនក្រៀមចេញផ្សែងខ្មៅនោះវីចុះឡើងគួរឲ្យខ្លាចស្របពេលជាមួយគ្នានោះដែរកញ្ញាដែលកំពុងឈរក្បែរអ្នកកំលោះយុទ្ធរបស់យើងនាងក្រមុំក៏ងាកក្រសែភ្នែកទៅម្ដុំកូនរោងក្រោយតង់នោះគ្រារំពេចនោះកញ្ញាហាចាប់ភ្ញាក់បើកភ្នែកធំមើលទៅផ្សែងដែលកំពុងហុយខ្មៅចេញពីក្នុងកូនរោងជាប់មាត់ទឹកនោះប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយនាងក្រមុំក៏ពុំទាន់រាយការណ៍ប្រាប់ទៅកាន់អ្នករាល់គ្នាភ្លាមនោះដែរដោយសេចក្តីចង់ដឹងកញ្ញាក៏ដើរសម្ដៅទៅម្ដុំកូនរោងនោះតែម្នាក់ឯងដើម្បីមើលពិនិត្យទស្សនភាពដ៏ចម្លែកនោះឲ្យកាន់តែច្បាស់ស្រស់ស្រីកញ្ញាយាត្រាដំណើរយ៉ាងស្ងៀមស្ងាត់មកកាន់កន្លែងនោះក្សិនវេលានោះស្រាប់តែផ្សែងហុយក៏បាត់មិនឃើញហោះចេញមកទៀតសោះនាងយកដៃកាន់កូនចានដាក់បាយសំណែនពិនិត្យមើលដើម្បីឲ្យកាន់តែច្បាស់តែពេលនោះក៏មិនឃើញអ្វីគួរឲ្យប្លែកនោះឡើយកំពុងពិនិត្យមើលកូនចានដាក់ម្ហូបបាយសំណែនលើមុខប្រឡោះនៃទីងងឹតក្នុងកូនរោងនេះយ៉ាងយកចិត្តទុកដាក់ភ្លាមនោះស្រាប់តែលាន់ឮសំឡេងក្រំនៅឯមាត់ទឹកជាប់នោះកញ្ញាទម្លាក់កូនចានទុកចុះហើយនាងក៏ងាករំពៃសម្លឹងមើលទៅម្ដុំប្រភពសំឡេងនៅមុននេះភ្លាមនោះដែរស្រាប់តែម្រាមដៃខ្មៅប្រឡាក់លោហិតប្រកបដោយក្រចកវែងស្រួចក៏បានលូកមកសន្សឹមបំរុងចាប់កដៃកញ្ញាស្រីប៉ុន្តែគ្រានោះនាងក្រមុំក៏ហាក់ដូចជាមានអារម្មណ៍ពុំសូវស្រួលនាងក៏ងាកមកមើលយ៉ាងរហ័សតែភ្លាមនោះដៃក៏ខ្វក់យ៉ាងចម្លែកនោះក៏បាត់សូនឈឹងមួយរំពេច
កញ្ញាភ័យផន់ភាំងខ្លាំងពេកក៏រហ័សរហ័សយកដៃផ្ទប់ទ្រូងយ៉ាងញាប់ញ័រក្នុងក្រសែភ្នែករន្ធត់តក់ស្លុតរួចក៏ស្ទុះរត់ទៅកន្លែងតង់របស់នាងវិញយ៉ាងលឿនដោយរន្ធត់ដោយរត់ពុំបានមើលទៅមុខកញ្ញាក៏បានរត់ទៅប៉ះជាមួយភក្តីដែលកំពុងដើរតម្រង់មកទីនេះផងដែររត់កិច្ចពីអ្វីមកនឹងកញ្ញាលកឹកនោះកញ្ញាមិនបានឆ្លើយតបនាយវិញឡើយផ្ទុយមកវិញកញ្ញាមានតែសម្លក់សម្លឹងមកកាន់គេរួចក៏ចេះតែក្រឡេកមើលទៅកូនរោងដាក់សំណែននោះហើយក៏រត់ចេញពីមុខពីមាត់ភក្តីភ្លាមទៅឃើញសភាពមិត្តនារីនៅខាងនឹងខ្លួនយ៉ាងដូចនេះភក្តីក៏បានត្រឹមដកដង្ហើមធំក្រួយក្បាលតិចហាក់ពុំមានពាក្យពេចន៍អ្វីសម្រាប់នឹងបរិយាយបន្តទៀតនោះឡើយដោយសេចក្តីងឿងឆ្ងល់អំពីការរត់គេចរបស់កញ្ញានៅមុននេះភក្តីក៏ងាកសម្លឹងទៅកូនរងនោះដោយអារម្មណ៍មិនអស់ចិត្តគេពិតជាចង់ដឹងខ្លាំងណាស់តើមានអ្វីដែលគួរឲ្យខ្លាចនៅក្នុងនោះមែនឬទេទើបបានជាកញ្ញាប្រឹងរត់ទាំងភ័យស្លន់ស្លោបែបនេះភក្តីឈៀងឆ្លៀតក្រឡេកមើលទៅគ្នារបស់គេដែលកំពុងជំនុំគ្នានៅខាងមុខតង់លុះបន្ទាប់ពីដឹងថាគ្មានអ្នកណាម្នាក់បានមកកាន់មើលមកកាន់គេកំឡោះក៏បោះចំហៀនឈានជើងទៅម្ដុំកូនរោងជាប់ក្បែរមាត់ទឹកនោះបរិយាកាសហាក់កាន់តែគៀកនិងប្រលប់ទៅខណៈមើលទៅក្នុងព្រៃនេះក៏កាន់តែស្ងប់ស្ងាត់និងគួរឲ្យព្រឺព្រួយស្នូសម្រាប់ជើងដែលជន់លើស្លឹកឈើក្រៀមលន់លឺប្រាប់ភ្លាមនោះសូរសំឡេងនៃសត្វក្អែកក៏ស្រែកខ្វាក់នៅលើចុងព្រឹកព្រៃដ៏សុបទ្រុបភ្ញាក់ផ្អើលទៅដល់សត្វតូចឲ្យហោះហើររត់រកប្រះអាយុរៀងខ្លួនបន្ទាប់ពីបានមកដល់ភ្លាមភក្តីក៏សម្លឹងពិនិត្យមើលទៅកូនរោងដាក់សំណាញ់នោះយ៉ាងយកចិត្តទុកដាក់នៅក្នុងកើបភ្នែកទាំងទ្វេហាក់មានអារម្មណ៍ថានៅលើកូនរោងសំណាញ់នោះមើលទៅដូចជាមានភាពខុសប្លែកខុសប្រក្រតីយ៉ាងចម្លែកកូនចានដាក់បាយសំណែនបាយអរត់អរាយផ្កាប់ពោពេញដោយកាកសំណល់បាយដុះផ្សិតទាំងដែលនៅមុននេះគឺមានរបៀបរៀបរយសោះបកដីលោកដៃចាប់កាន់កូនចាននោះយកមកមើលតែរំពេចភ្លាមនោះស្រាប់តែនៅលើមេឃបែរជាមានសភាពងងឹតស្លុបនិងលន់លឺផ្គររន្ទះគួរឲ្យព្រឺក្បាលភ្លាមរំពេចនោះស្រាប់តែមានដៃមួយលូកចេញពីក្នុងកូនរោងមកចាប់កដៃភក្តីជាប់បណ្ដាលឲ្យគេភ្ញាក់និងងាកមើលមកយ៉ាងរហ័សដូចផ្លេកបន្ទោលនាយភក្តីរហ័សកន្ត្រាក់ដៃរបស់គេយ៉ាងលឿនពីដៃដែលមានសភាពខ្មៅកខ្វក់គួរឲ្យខ្លាចនោះប៉ុន្តែពេលនោះស្រាប់តែវាក៏រលាយរលុបបាត់រូបមួយរំពេចខណៈកៅភ្នែកទាំងគូរបស់គេហាក់សម្លឹងមើលទៅក្នុងកូនរោងសំណែននោះយ៉ាងគួរឲ្យតក់ស្លុតដោយសារតែមានរូបភាពមិនល្អចេញពីកូនរោងនោះមកជារឿយភក្តីខាងក្រោតជាទីបំផុតនាយបានរុញច្រានកូនរោងនោះអស់ទំហឹងហើយកូនរោងចាស់ដ៏ទ្រុឌទ្រោមនោះក៏ដួលរៀបដល់ដីយ៉ាងគួរឲ្យសង្វេគគ្រាន់តែរោងដាក់សំណាញ់នោះដួលរៀបដល់ដីភ្លាមស្រាប់តែឈាមក៏បានហូរចេញពីកូនរោងដ៏ចាស់ទ្រុឌទ្រោមនោះមកយ៉ាងមិនគួរឲ្យជឿភក្តីភ័យស្លន់ស្លោព្យាយាមដកចំហៀនថយក្រោយទាំងរន្ធត់តក់ស្លុតប៉ុន្តែភ្លាមនោះឈាមក៏បានហូរមករកគេប្រៀបដូចជាទឹកបាក់ដុំទេសំឡេងភ្ញាក់ផ្អើលរបស់គេក៏បានលេចលឺទៅដល់អ្នកក្បែរតង់ហើយរំពេចនោះយុទ្ធនឹងវតីក៏បានរត់មកមើលរួចពួកគេក៏ឃើញថាភក្តីបានកំពុងឈរមើលទៅកូនរោងដែលកំពុងដេកដួលក្នុងសភាពទឹកមុខស្លន់ស្លោបំផុតយុទ្ធបានសួរទៅភក្តីមិត្តសម្លាញ់យ៉ាងដូចនេះថា
មិនបានទៅជាបែបហ្នឹងអាក្ដីវាដួលរលំដោយខ្លួនឯងតាមែនទេកំឡោះភក្តីរត់ចេញពីទីនេះសំដៅទៅម្ដុំតង់ដោយមិនមានឆ្លើយតបមិត្តវិញឡើយមើលទៅគេហាក់ដូចជាកំពុងភ័យរន្ធត់ជាមួយនឹងអ្វីមួយយ៉ាងចម្លែកភ្លាមនោះទាំងយុទ្ធទាំងវតីហាក់ឈរសម្លឹងមកគ្នាយ៉ាងភ្ញាក់ផ្អើលតែបាត់ឥឡូវនេះមិនត្រឹមតែកញ្ញាទេដែលមានអាការៈចម្លែកលេងមាត់លេងកឥឡូវភក្តីក៏ប្រែទៅជាមានសភាពបែបនេះម្នាក់ទៀតទៅហើយខ្សិនភ្លាមនោះវត្តៃក៏លន់មាត់បែបសង្ស័យមកថាតិចលោកភក្តីទៅបំពេញរបស់គេទៅយុទ្ធបើកភ្នែកសស្លាច់រួចក៏តបវិញថាបើចឹងមែនពួកយើងប្រកាសជាគេមិនលើកលែងឲ្យទេរួចចោះកញ្ញាដូចជាបាត់វានៅពីមុខតង់គ្រប់គ្នានាំគ្នារត់ទៅមើលតង់វិញទាំងត្រហិតត្រហប់លុះពេលរត់មកដល់ស្រាប់តែទាំងភក្តីទាំងកញ្ញាក៏បាត់ខ្លួនឈឹងមិនដឹងថាបានបាត់ទៅទីណាឡើយចោលហើយបាត់ពួកគេហើយយើងគូគិតធ្វើម៉េចបន្តទៅយុទ្ធហើយកាលពីមកដល់ភ្លាមមនុស្សមិនកាត់អីផងតែពេលបានទៅក្បែរកូនរងនោះភ្លាមគ្រប់យ៉ាងក៏ប្រែក្រឡាស់ផ្លែកអស់រលីងពេលវេលាពិតជាតន់ហន់ដើររំកិលទៅមុខលឿនណាស់ត្រឹមតែមួយប្រព្រិចភ្នែកសោះយប់ប្រលប់ក៏ឈានរំកិលមកដល់ល្មមបរិយាកាសពោពេញដោយភាពស្ងប់ស្ងាត់សំបីតែសំឡេងសត្វរីចង្រិតក៏មិនឃើញមានបញ្ចេញសូរដើម្បីកំដរបរិយាកាសនាពេលរាត្រីនោះដែរភ្លើងភ្នក់ត្រូវបានដុតបំភ្លឺនៅខាងមុខតង់និងខាងក្រោយរំពេចនោះសូរសំឡេងពីសំណាក់យុទ្ធនិងវតីកំពុងដឹងហើយហៅទៅមិត្តទាំងពីរល្វើយតាមបរិវេណព្រៃក្បែរនេះពីព្រោះថាតាំងពីក្បាលប្រលប់មកគឺបាត់ខ្លួនអ្នកទាំងពីរមិនទាន់ត្រឡប់មកវិញនៅឡើយទេរីឯដោយឡែកស្របពេលជាមួយគ្នានោះផងដែរនៅខាងក្រោយដើមឈើមួយដើមនៅមិនឆ្ងាយអំពីសាកសពកូនរងដាក់សំណែននោះប៉ុន្មានមានភ្នែកពណ៌ក្រហមមួយគូបានកំពុងសម្លឹងទៅអ្នកទាំងពីរដោយស្ដាប់ឮឈ្មោះដែលពួកគេកំពុងហៅគ្រានោះស្រាប់តែភ្នែកមួយគូនោះក៏បិទវិញសូនឈឹងលែងបើកមកវិញទៀតហើយយើងក៏មើលពុំដឹងថាភ្នែកមួយគូនោះវាគឺជាអ្វីឲ្យប្រកាសនោះឡើយដោយមើលទៅសភាពការហាក់ពុំអំណោយផលឲ្យអ្នកទាំងពីរដើររកជាមួយគ្នាបានពួកគេក៏បំបីផ្លូវគ្នាដើម្បីតាមរកភក្តីនិងកញ្ញាមួយសន្ទុះក្រោយមកវត្តៃក៏បានមកដល់មាត់ស្ទឹងមួយកន្លែងគ្រានោះស្រាប់តែក្រសែនេត្រាប្រទះឃើញនារីណាម្នាក់បានកំពុងអង្គុយយកដៃក្បងទឹកលេងនៅលើផ្ទាំងថ្មក្នុងសភាពចំពងរំពេចភ្លាមនោះវត្តៃក៏ត្រេកអររំភើបជាខ្លាំងតែបាត់នាងក្រមុំដែលកំពុងងូតទឹកស្ទឹងនោះនាងគឺជាកញ្ញានិយាយទៅស្ទឹងនោះគឺនៅមិនឆ្ងាយពីកន្លែងបោះតង់របស់ពួកគេប៉ុន្មាននោះទេវត្តៃសម្លឹងមើលទៅកញ្ញាក្នុងក្រសែភ្នែកចាក់ខុភ្ញាក់ផ្អើលយ៉ាងចម្លែកតែបាត់វត្តៃមើលទៅកាន់មិត្តហាក់មានពណ៌សម្បុរសាច់សខ្ចីរលើបរលោងខុសពីនាងឃើញរាល់ដងលុះទៅដល់វត្តៃក៏និយាយទៅកាន់មិត្តភ្លាមថាគ្នានឹងយុទ្ធខំតែដើររកឯងតាមពិតមកសំងំងូតទឹកនៅស្ទឹងឯនេះទៅវិញកញ្ញាយកដៃក្បងទឹកស្រោចស្រពលើស្មាយឺតនឹងងាកមើលមកវត្តៃក្នុងកៅភ្នែកមកថ្លាយ៉ងដូចកញ្ចក់ក្រមុំក៏បានឆ្លើយតបមកមិត្តក្នុងសំឡេងមួយមកថាគ្នាមិនបានទៅណាឯណាមកពីគ្នាអបសក់ពេកចេះតែដើរមកកន្លែងស្ងាត់ក៏ជួនឃើញស្ទឹងមានទឹកក៏ងូតលេងសិនទៅវត្តៃមកងូតជាមួយគ្នារអត់ពេលនោះវត្តៃមើលតែកញ្ញាហាក់ស្ទាក់ស្ទើរប៉ុន្តែភ្លាមនោះក្រមុំលោកដៃមកចាប់កដៃមិត្តរួចអស់ចូលក្នុងទឹកពេលនោះទៅមើលទៅសភាពទឹកមុខរបស់កញ្ញានៅពេលនេះ
ហាក់មានភាពស្រាប់ស្រាលរំជើបរំជួលជាមួយមនុស្សស្រីដូចគ្នាយ៉ាងចម្លែកក្រមុំកញ្ញាចាប់ផ្ដើមលេះលាវអាវរបស់មិត្តដោយនិយាយថាវត្តៃកុំយល់ច្រឡំនឹងគ្នាអីណាគ្នាធ្វើបែបនេះគឺដើម្បីចង់បង្កើតអនុស្សាវរីយ៍ល្អៗនិងភាពផ្អែមល្ហែមក្នុងនាមមិត្តភក្តិតែប៉ុណ្ណោះអត្តចរិតមាយាទខុសរបៀបនេះបានកំពុងធ្វើឲ្យវត្តៃមានអារម្មណ៍ខុសប្លែកមួយរំពេចវត្តៃសម្លឹងមុខកញ្ញាថ្លែខណៈក្នុងអារម្មណ៍ព្រឺព្រួចនិងស្រាប់ស្រាលមិនតិចឡើយកញ្ញាយកដៃចាប់កន្ត្រាក់អាវរបស់មិត្តជាហេតុបណ្ដាលឲ្យវត្តៃផិតភ័យខ្លាំងកញ្ញាចង់ធ្វើអ្វីគ្នានឹងកញ្ញាយកម្រាមដៃទប់បបោមាត់រួចនាងក៏អោនបបោមាត់ខ្សឹបដាក់ត្រចៀកវត្តៃកុំភ័យអីគ្នាមិនធ្វើអីឲ្យលើសជាងនឹងទេណានៅទីបំផុតវត្តៃក៏ចូលក្នុងអន្ទាក់ភ្លើងតណ្ហារបស់កញ្ញាយ៉ាងជាក់ប្រកបដោយឡៃយុទ្ធឯនេះវិញនេះដើរបណ្ដាស្រែកហៅភក្តីបណ្ដាប៉ុន្តែនៅតែពុំមានឮសំឡេងឆ្លើយតបមកវិញតតែសោះតែទោះបីជាយ៉ាងណាក៏ដោយនៅគ្រាវេលានោះដែរនៅក្នុងត្រចៀករបស់នាយុទ្ធក៏ឮសំឡេងមួយដ៏រន្ធត់តក់ស្លុតចេញពីម្ដុំមាត់ស្ទឹងមកសំឡេងនោះទៀតសោតគឺវាមានលក្ខណៈគ្រហឹមប្រៀបដូចជាសត្វខ្លាយុទ្ធបើកក្របភ្នែកធំស្រឡាំងកាំងមើលទៅម្ដុំនោះបន្ទាប់មកក៏រត់ទៅមើលយ៉ាងលឿនតាមដែលអាចធ្វើទៅបានលុះពេលបានទៅដល់ទើបឃើញជាក់នឹងភ្នែកដ៏រន្ធត់ព្រីព្រួចឥតឧបមាព្រោះបានឃើញសត្វខ្លាមួយក្បាលកំពុងបញ្ចេញជង្គង់លិតមាត់លិតកនៅពីក្រោយខ្នងវត្តៃក៏ប៉ុន្តែពេលនោះវត្តៃពុំបានដឹងឡើយថានាងដែលនៅពីក្រោយនោះគឺជាកញ្ញាយុទ្ធបានស្រែកប្រាប់នាងថាវត្តៃរត់មកនេះមកវត្តៃភ្ញាក់ព្រឺតដោយត្រូវគេជះទឹកដាក់ក្បាលនិងងាកមើលមកកាន់យុទ្ធរួចរំពេចនោះនាងក៏ងាកមើលទៅក្រោយខ្នងរបស់នាងដើម្បីទឿនប្រាប់កញ្ញាឲ្យទៅជាមួយដែរក៏ប៉ុន្តែគ្រានោះស្រាប់តែតក់ស្លុតរន្ធត់ចិត្តជាខ្លាំងតែបាត់កញ្ញាដែលងូតទឹកជាមួយនាងនោះគេពុំមែនជាមនុស្សនោះទេតាមពិតគេគឺជាសត្វខ្លាដ៏ធំហិមាបានកំពុងបើកក្របភ្នែកពណ៌ក្រហមដូចឈាមបញ្ចេញចង្កូមវែងវែងមើលមកកាន់វត្តៃក្នុងទឹកមុខកំណាចបំផុតខ្លាយុទ្ធខ្លាធំណាស់ថារួចនាងក៏រត់មករកកំឡោះយុទ្ធហើយយុទ្ធក៏ហក់ចាប់កាន់ដៃនាងយ៉ាងរហ័សរត់ចាក់ចេញពីមាត់ស្ទឹងនេះយ៉ាងលឿនគ្រាន់តែពួកគេនាំគ្នារត់ចេញអំពីទីនេះយ៉ាងត្រហែបត្រហប់សត្វខ្លាមួយក្បាលដែលមានមាឌធំប៉ុនគោបាននោះហាក់ខាងក្រោតខ្លាំងណាស់វាស្រែករោជំទាលរំពងព្រៃព្រមទាំងនិយាយប្រមានមកថាពួកឯងកុំសង្ឃឹមថារត់រួចពីកំដាប់ដៃរបស់យើងឲ្យសោះពួកឯងត្រូវតែខ្លាយទៅជាចំណីរបស់យើងជាដាច់ខាតតាមពិតពន្លឺពណ៌ក្រហមនៃកៅភ្នែកមួយគូដែលលេចចេញនៅម្ដុំកូនរងជាប់ដើមឈើធំជាច្រើនដើមនៅមុននេះវាគឺជាភ្នែករបស់សត្វខ្លាមួយក្បាលនេះសោះការពិតវាបានបន្លំខ្លួនធ្វើជាកញ្ញាដើម្បីមកក្បែរមនុស្សហើយពេលនោះវានឹងមានឱកាសឆក់យកជីវិតមនុស្សដើម្បីបានស៊ីចុកខ្លាកំណាចដ៏ធំហិមាបោះជំហានឈានជើងចេញពីទឹកស្ទឹងឆ្ពោះសម្ដៅទៅតាមក្រោយពួកគេទាំងពីរវាដើរបណ្ដើរក្រហមមិនដែរហាក់ពុំក្រែងចិត្តសត្វដតីបាក់សាបាក់សីដែលកំពុងដេកលង់លក់បន្តិចណាសោះថ្លាថ្លែងអំពីភក្តីនៃកញ្ញាវិញគឺពួកគេមិនបានដើរទៅណាឆ្ងាយទៀតឡើយពេលនេះពួកគេទាំងពីរកំពុងដើរតាមអ្នកណាម្នាក់ដែលស្លៀកពាក់ឈុតខ្មៅពីក្រោមដល់លើដើរកាន់លលាក្បាលខ្មោចមនុស្សក្នុងដំណើរយឺតដោយឡែកអ្នកទាំងពីរវិញ
គឺហាក់ពុំមានស្មារតីនៅក្នុងខ្លួននោះទេពួកគេដើរត្រង់ឆ្កុយឆ្ងោកមុខប្រៀបដូចជាមនុស្សពុំមានព្រលឹងវិញ្ញាណនៅក្នុងខ្លួនយ៉ាងអីចឹងរីឯយុទ្ធនិងវតីកំឡោះក្រមុំទាំងពីរបាននាំគ្នារត់គេចអំពីសត្វព្រីខ្លាមកដល់ដើមឈើខ្ពស់ៗជាច្រើនដើមដែលមិនឆ្ងាយអំពីតង់របស់ពួកគេប៉ុន្មាននោះទេដោយឃើញសភាពអាការៈវតីហាក់រងាញញែកយុទ្ធក៏ដោះអាវក្រៅរបស់គេមកពាក់ឲ្យនាងក្រមុំរួចនាំគ្នាសំងំពួនយ៉ាងស្ងៀមស្ងាត់រំពេចភ្លាមនោះវតីក៏និយាយសួរទៅយុទ្ធដោយសំឡេងតិចតិចថាអាចមានសុវត្ថិភាពដែរឬទេកំឡោះយុទ្ធយកដៃខ្ទប់មាត់នាងកុំឲ្យនិយាយលឺរួចក៏ឃើញមនុស្ស3នាក់បានដើរឆ្លងកាត់ពីខាងមុខពួកគេយុទ្ធអោបក្បាលមាត់រួចអោនចោះដើម្បីលបមើលអ្នកទាំង3នាក់ដើរកំពុងតែដើរដូចគ្មានព្រលឹងនោះអ្នកទាំងពីរបើកក្របភ្នែកលៀនធំសព្រាតព្រោះមើលឃើញយ៉ាងច្បាស់ជាក់ថាអ្នកដែលកំពុងដើរតាមអ្នកស្លៀកពាក់ឈុតខ្មៅក្នុងដៃកាន់លាក្បាលខ្មោចតាមជាមួយនោះពួកគេគឺជាភក្តីនិងកញ្ញារំពេចភ្លាមនោះបន្ទាប់ពីពួកគេចេញទៅផុតស្រាប់តែសត្វព្រីខ្លាយកំណាចក៏បានមកដល់ដែលល្មមវាក្រហមរបៀបជាលិតមលិតកពេលបានឃើញពួកគេទាំង3នាក់ដើរតាមគ្នាយ៉ាងគៀកកិតដូច្នេះរួចគិតក្នុងចិត្តរបស់វាភ្លាមថាល្មមឆ្ងាញ់មាត់ហើយអញកាត់សង្ខេបមកត្រឹមព្រីខ្លានិងមេបិសាចព្រៃដែលស្គាល់ថាជាអ្នកស្លៀកពាក់ឈុតខ្មៅនោះប៉ះប្រយុទ្ធគ្នាទាំងយុទ្ធនិងវតីដែលកំពុងពួនសង្ងំព្រោះពុំអាចធ្វើអ្វីសភាវៈព្រាយបិសាចទាំងនោះបានរួមទាំងភក្តីនិងកញ្ញាគឺបានត្រឹមមើលមុខគ្នានិងមើលទៅសកម្មភាពប្រយុទ្ធតតាំងគ្នារវាងព្រីខ្លានិងមេបិសាចព្រៃតែប៉ុណ្ណោះភក្តីនិងកញ្ញាបន្ទាប់ពីភ្ញាក់ខ្លួនពីមុនសណ្ដំមេបិសាចព្រៃវិញភ្លាមអ្នកទាំងពីរចាប់ផ្ដើមហែលហាលរត់មកក្បែរគ្នាកិច្ចមកពួនសំងំមកគៀកក្បែរនឹងយុទ្ធនិងវតីផងដែរអ្នកទាំងពីរបានលត់មាត់របៀបជាភ្ញាក់ផ្អើលភ្លាមថាតើនេះកំពុងមានរឿងអ្វីកើតឡើងទៅពេលនោះសូរសំឡេងខ្សឹបខ្សឹបក៏បានបន្លឺឡើងនៅពីក្រោយខ្នងពួកគេទាំងពីរសំឡេងនោះវាគឺជាសំឡេងរបស់នាយយុទ្ធរំពេចពេលនោះពួកគេទាំងពីរនាក់ក៏ងាកទៅមើលហើយក៏ដឹងភ្លាមថាយុទ្ធនិងវតីគឺបានកំពុងពួនសង្ងំនៅកំបាំងដើមឈើក្រោយខ្នងពួកគេផងដែរឆ្លៀតក្នុងឱកាសនោះដែរសភាវៈអាក្រក់ទាំងពីរក្បាលកំពុងប្រវីប្រតបគ្នាពួកគេក៏រត់សសៀសសៀមកខាងក្រោយដើម្បីពួនសង្ងំជាមួយគ្នាគ្នារបស់ពួកគេវិញហើយម្ដងនេះបពុរបស់គេទាំង4នាក់មិនបាននៅបែកគ្នាទៀតឡើយមួយសន្ទុះការប្រយុទ្ធដ៏ស្វិតស្វាញមួយនេះក៏ត្រូវបានដឹងសខ្មៅហើយសត្វព្រីខ្លាដ៏កំណាចក៏បានចាញ់ក្រោមស្នាដៃមេបិសាចព្រៃដែលជាមេតំបន់ព្រីខ្លាដេកដួលលើដីយ៉ាងអណោចអធមខណៈមេបិសាចព្រៃលើកដៃសើចសប្បាយចំអកទៅកាន់ខ្មោចព្រីខ្លាយ៉ាងសាហាវក្រោយតែពីកំចាត់ស្ដេចព្រីខ្លារួចរាល់ហើយមេព្រាយក៏បានដើរសម្ដៅមករកកន្លែងនៃអ្នកទាំង4នាក់កំពុងពួនសំងំមេបិសាចព្រៃហាក់បានដឹងយ៉ាងច្បាស់មើលទៅអ្នកទាំង4គឺពិតជាពិបាកក្នុងការរត់យករួចខ្លួនបន្តិចហើយក៏ប៉ុន្តែលុះវាដើរមកដល់នាបរិវេណខាងក្រោយនៃពួកគេស្រាប់តែមានព្រះសង្ឃធូដងមួយព្រះអង្គបាននិមន្តចេញមកឈប់នៅខាងមុខមេបិសាចព្រៃ
បន្ទាប់ពីទទួលនៅការនិមន្តសុំបិណ្ឌបាតពីសំណាក់ព្រះសង្ឃធុដង្គមេបិសាចព្រៃក៏យល់ព្រមដោះលែងពួកគេទាំង4នាក់ឲ្យមានជីវិតក៏ប៉ុន្តែមុននឹងមេបិសាចព្រៃចាក់ចេញទៅវិញគេក៏បានបង្គាប់ឲ្យពួកគេទាំង4នាក់នាំគ្នាធ្វើកូនរោងរបស់គេឲ្យល្អដូចដើមវិញនិងឲ្យធូបដើម្បីសុំខមាទោសទៅវិញ្ញាណព្រលឹងរបស់ពួកគេដែលនៅក្នុងកូនរោងនោះ